ចប់ហើយម៉ូតូរបស់ខ្ញុំលោកបាក់បោចំណិចហ្នឹងគឺគាត់ហេតុអីបានគាត់នៅទីនេះ10 ឆ្នាំមកចាំបាច់ធ្លាក់ចុះទឹកដាច់បានតែបានក្មេងប្រុសម្នាក់ជួយសង្គ្រោះរូបរាងរបស់គេពិតជាតែចិត្តខ្ញុំនេះឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះឈីសេងប៉ុន្តែក្មេងប្រុសនៅពីមុខខ្ញុំនេះគេគ្មានស្នាមបៃដងទេហេតុអីបានខ្ញុំមានអារម្មណ៍ថាគេគឺជាក្មេងប្រុសម្នាក់នោះដែលខ្ញុំកំពុងតាមរកឯងមានឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះជាងយ៉ាងអាយុប្រហែលពេញវ័យហើយមែនទេអាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យប៉េកាំងគេនៅជានិស្សិតមហាវិទ្យាល័យនៅឡើយបងស្រីខ្ញុំដឹងថាខ្ញុំខុសដែលធ្វើឲ្យប៉ះឡានរបស់បងអញ្ចឹងប្រាប់ខ្ញុំមកតើអស់ប្រហែលចាំខ្ញុំចេញសងមិនថ្លៃទេត្រឹមតែ20,000 យួនគឺគ្រប់គ្រាន់ហើយថាម៉េច20,000 យួនណាខ្ញុំទៅពេលមួយសប្តាហ៍ដើម្បីឲ្យអញប្រមូលលុយមួយសប្តាហ៍មិនលឿនពេកទេដឹងទោះខ្ញុំមិនហូបមិនផឹករត់ថ្ងៃក៏សន្សំមិនបានផងខ្ញុំត្រូវចំណាយពេល3ឆ្នាំឯនោះទើបអាចរកប្រាក់20,000នេះបាននេះត្រឹមមួយសប្តាហ៍ហើយនេះគឺនាងសុងវិញយូគ្រួសារសុងតាពាក់កណ្ដាលទីក្រុងប៉េកាំងនេះសុទ្ធតែជារបស់គ្រួសារសុងទាំងអស់នឹងតើធ្វើយ៉ាងម៉េចទៅបើអញមិនអាចប្រមូលលុយក្រុមខ្ញុំមានវិធីមួយទៀតពេលនេះឯណាខ្ញុំត្រូវឯងបងស្រីសុងបងថាមានវិធីផ្សេងមួយទៀតដើម្បីទូទាត់សំណងតើជាវិធីអ្វីទៅនិយាយស្មោះត្រង់ទៅខ្ញុំចាប់អារម្មណ៍លើរាងកាយរបស់ឯងខ្ញុំចង់ឲ្យឯងទៅជាមួយខ្ញុំសុំទោសខ្ញុំមិនព្រមទេ20,000 យួនឲ្យលុយសុទ្ធឬកាំអ្នកនាងសុងត្រឹមពេលមួយសប្តាហ៍ខ្ញុំពិតជាមិនអាចរកប្រាក់បានច្រើនយ៉ាងនេះទេសុំលុយឬក៏ធ្វើតាមខ្ញុំសុំទោសខ្ញុំធ្វើមិនបានទេអ្នកនាងសុងកុំមកខំខ្ញុំតើបានទេអាណិតណាតែខ្ញុំចូលចិត្តបង្ខំមនុស្សឲ្យធ្វើអ្វីដែលមិនចង់ធ្វើលើពីនេះទៀតខ្ញុំកំពុងពមៀនឯងបើមិនចង់ឲ្យខ្ញុំរំខានឯងដល់សាលារាល់ថ្ងៃទេឬមិនចង់ឲ្យមិត្តរួមថ្នាក់នឹងគ្រួសាររបស់ឯងដឹងនោះទេកុំរឹងរូសឲ្យសោះខ្ញុំធ្វើតាមខ្ញុំសន្យាប្រសើរមែនទេមើលទៅសង្ហាន់ណាចាំមិញស្ដាយក្រោយហីខ្ញុំទៅងូតទៅលាងស្អាតហើយហីអមចុះមកថើបខ្ញុំភ្ញាក់ហើយហីអ្នកនាងសុងពួកយើងដោះស្រាយទៅហើយខ្ញុំលែងជាពាក់អ្នកនាងហើយមែនទេចេញទៅសៀងចាងអញមិនអាចគេចផុតពីខ្ញុំបានទេអ្នកនាងសុំនៅមិនទាន់ត្រឡប់មកវិញទេខ្ញុំត្រូវត្រឡប់មកវិញនៅថ្ងៃស្អែកម្ដងទៀតយ៉ាសានសៀងចាងត្រូវគេចាប់បាននៅមុខបែបនេះខ្ញុំច្បាស់ជាមិនផុតពីការជេរប្រមាណមិនបានទេត្រូវតែផ្ដំមេរៀនឲ្យគេបងឡុងបងត្រូវតែបដាគេឲ្យខ្ញុំណាយកមិញពេលចិត្តបដផ្ទះភ្លាមនោះគេបានសម្រាប់ឲ្យខ្ញុំពេលនោះបើខ្ញុំរត់មិនទាន់ទេមនុស្សអាក្រក់នេះច្បាស់ជាធ្វើបាបខ្ញុំមិនខានយោសំណប់ចិត្តកុំបារម្ភអីចាំបងឡុងបដៅវាឲ្យអូនពួកលោកចង់ធ្វើអីណាសំណប់ចិត្តតើអូនចង់ដាក់ទោសវាយ៉ាងម៉េចតោះដែលគេចង់កេងចំណេញពីខ្ញុំត្រូវកាត់អណ្ដាតវាយបំបាក់ជើងរបស់គេតោះតែបែបនេះតើគេមិនធ្វើអាក្រក់ទៅថ្ងៃក្រោយទៀតតែបានលឺទេនេះគឺជាផ្ទះវិឡាឯកជនលោកមិនក៏ហ៊ានធ្វើបដិបត្តិបែបនេះអាក្មេងតូចឯងក៏មកសួរយើងថាជាអ្នកណានៅតំបន់ខាងជើងនៃទីក្រុងប៉េកាំងទាំងមូលអ្នកណាថាមិនស្គាល់ឈ្មោះឡុងខឺយើងនោះលេខខ្ញុំទៅឆាប់លេងគេភ្លាមអ្នកនាងសុងនាងឆ្កែញីនេះមកពីណាមិនក៏ហ៊ានក៏អត់កតដាក់បងឡុងឆាប់អត់មកទៅអ្នកនាងសុងថ្មីរបស់ខ្ញុំមិនស្គាល់ទេខ្ពស់នាងមានតែភ្នែកអត់ស្រីទេពួកឯងនៅដល់ណាទៀតមិនកំឡែងទៅត្រូវវាយបំបាក់ជើងសិនទៅរៀងចាំងហ៎អ្នកនាងសុងខ្ញុំខុសហើយអ្នកនាងសុងលើកឡើងខ្ញុំដល់ទៅកុំឲ្យខ្ញុំឃើញលោកនៅប៉េកាំងម្ដងទៀតអីសោះបើមិនដូចនេះទេបាទខ្ញុំមិនទៅឆ្ងាយខ្ញុំមិនអត់ឃើញទេអ្នកនាងសុងអរគុណដែលបានជួយខ្ញុំមិនបាច់គួរសមទេអញ្ចឹងណាខ្ញុំក៏មិនមែនជាមនុស្សល្អដែរ
អ្នកនាងសុងម្សិលមិញខ្ញុំភ្លេចទូរស័ព្ទដៃតើអ្នកនាងបានឃើញដែរទេ ឯងប្រាប់យើងបានទេមីយូថាឯងពិតជាចូលចិនកូនឆ្កែតូចម្នាក់នេះអេក្មេងល្ងងឯងបានឃើញពីអត្តពលរបស់អ្នកនាងសុងហើយមែនទេឯងត្រឡប់ទៅមុនទេខ្ញុំមានธุរៈបន្តថ្ងៃស្អែកចាំនិយាយគ្នាឯងនេះពិតជាឲ្យតម្លៃប្រុសក្មេងជាងមិត្តភក្តិមែន អ្នកនាងសុងចង់ធ្វើអីទៀតហើយ បងស្រីមិនចង់បានអីទេគ្រាន់តែចង់សញ្ញងនិយាយស្មោះត្រង់ទៅរាល់ពេលដែលខ្ញុំឃើញឯងខ្ញុំចេះតែចង់ដេកជាមួយឯងពន្លឺភ្នែករបស់ឯងពិតជាសិចស៊ីនណារួមទាំងបញ្ជ្រោយតូចនៅលើចង្កោឯងទៀតធ្វើឲ្យខ្ញុំទប់អារម្មណ៍មិនបានដូច្នេះខ្ញុំរាប់ដល់3បើមិនសន្យាខ្ញុំនឹងបោះទូរស័ព្ទឯងចូលទៅក្នុងទឹកឯងក៏ដឹងដែរថាខ្ញុំមានវិធីច្រើនណាស់ដើម្បីឲ្យឯងយល់ព្រម 1 2 3 បានខ្ញុំយល់ព្រមអ្នកនាងសុងអ្នកនាងចង់ធ្វើអីទៀតហើយ សកម្មភាពបែបនេះមិនមែនលើកទី1ឯងនៅមិនយល់ទៀតទេ គឺខ្ញុំមិនចង់ក្បត់ខ្លួនឯងទេ ប៉ុន្តែនៅយប់នោះខ្ញុំធ្វើឲ្យឯងមិនពេញចិត្តទេបើអញ្ចឹងយប់នេះខ្ញុំនឹងធ្វើតាមឯងយ៉ាងម៉េចសោកស្ដាយនៅពេលនេះវាយឺតពេលហើយអោបខ្ញុំមក មនុស្សស្រីសុងមីយូនេះពិតជាអាក្រក់ខ្លាំងពេកហើយ ជួបគ្នាពេលក្រោយ នៅទីនេះគឺជាសន្តាគារលំដាប់ខ្ពស់បំផុតនៅក្រុងប៉េកាំងមនុស្សម្នាក់ទទួលខុសត្រូវបន្ទប់មួយជាវនៅក្នុងបន្ទប់ទាំងអស់សុទ្ធតែជាអ្នកមានមុខមានមាត់នៅក្រុងប៉េកាំងដូច្នេះអ្នកទាំងពីរត្រូវតែប្រយ័ត្នឲ្យបានល្អបំផុតបាទអ្នកគ្រប់គ្រងដៃយឺតសឿងយ៉ាងប្រាក់ខែគោលនៅទីនេះគឺ 10000 បើសិនជាយើងធ្វើឲ្យភ្ញៀវពេញចិត្តនឹងទទួលបានប្រាក់ខែបន្ថែមទៀតដូច្នេះថ្លៃសិក្សានិងថ្លៃរស់នៅរបស់ពួកយើងនឹងអាចដោះស្រាយបានតើជឿនិយាយត្រូវដែរទេបន្ទាប់មកពួកយើងមិនចាំបាច់រស់នៅបន្ទប់ជួលទៀតនោះទេ កូនឆ្កែតូចនេះមើលទៅសង្ហាទៀតហើយ ហើយចាមិនបើខ្ញុំមានអារម្មណ៍ថានាងសម្លឹងមើលមកខ្ញុំខ្ញុំត្រូវទៅបន្ទប់របស់នាងខ្ញុំទៅមុនហើយហើយមកផឹកស្រាលើតុនេះទាំងអស់ទៅ ស្រានេះគឺច្រើនពេកហើយ យើងប្រាប់ឯងឲ្យឯងផឹកទៅបើបងលីឲ្យឯងផឹកទៅចាំបាច់តវ៉ាធ្វើអីបងលីខំមានទឹកចិត្តឯងមានសមត្ថភាពទេវាទេ បើខ្ញុំផឹកស្រានេះអស់ប្រកាសជាស្លាប់ជាមិនខានទេ ចាប់វាឲ្យជាប់ទៅមិនច្រកស្រាវាផឹកឲ្យអស់ លេខខ្ញុំទៅ នេះជាតោដែលឯងហ៊ានបដិសេធជាមួយនឹងយើងហ៊ានធ្វើយើងឈឺផងឯងដឹងថាយើងជាអ្នកណាទេ មិនអីទេ មិនអីទេ អ្នកនេះសុងអ្នកនេះមិនអីទេ ខ្ញុំមិនអីទេ អ្នកនេះសុងអាក្មេងម្នាក់នេះមិនស្ដាប់មកគាត់ខ្ញុំកំពុងតែបង្រៀនវា មិនសមហេតុផលលោកឲ្យខ្ញុំផឹកស្រាទាំងអស់នៅលើតុនេះ ហ៊ានធ្វើបាបមនុស្សរបស់សុងមីងយូខ្ញុំនឹងឲ្យលោកស្គាល់មេរៀនខ្លះចង់ផឹកណាស់មែនទេលើកស្រាមកដាក់លើតុ40ដបមកចាប់គេបញ្ចក់ឲ្យអស់ទៅ អ្នកនេះសុងខ្ញុំខុសហើយជាតិស្រាច្រើនអាចស្លាប់បានលើកលែងខ្ញុំម្ដងទៅ លោកជាអ្នកសាងរឿងដល់ខ្លួនឯងគួរតែទូទាត់សងវិញមិនចឹងទេ អ្នកពួកឯងចាំធ្វើអី ផឹកទៅ អ្នកខ្ញុំទៅ ឆាប់ផឹកទៅ ហើយយ៉ាអ្នកនាងសងរបស់យើងខំជួយឲ្យមិនអរគុណមួយម៉ាន់បើសិនបើនាងមកមិនតាន់ទេដបស្រានោះច្បាស់ជានៅលើក្បាលរបស់ឯងហើយ អរគុណបងស្រីមីងយូ ថោកចេញឲ្យឆ្ងាយទៅ
សុំបញ្យូបញ្ហាដោះស្រាយរួចហើយតោះទៅបន្ទប់វិញអេណែ គឺដោយសារតែឯងតើយើងបញ្យូត្រូវឈឺបែបនេះសំណាងឲ្យតែនាងមិនដួល បងស្រីយូខ្ញុំសុំទោសដែលធ្វើឲ្យលំបាកបែបនេះ សុំតោបានអីមកវិញមិនបញ្ឆាប់ជួយគ្រានាងសុំភ្លាមទៅអេក្មេងល្ងងនេះនៅឈប់ដល់ណាទៀតឆាប់បីនាងសុំភ្លាមទៅ បងស្រីអនុញ្ញាតឲ្យខ្ញុំផងចុះអេណែ សៀងយ៉ាងអញចូលចិត្តបងស្រីទេ បងស្រីកុំធ្វើអញ្ចឹងអីនៅកន្លែងសាធារណៈ ប៉ុន្តែបបមាត់របស់ឯងមើលទៅទុនណាគួរឲ្យចង់ថែម នៅនាងសុងអរគុណដែលបានជួយខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំមិនចង់ទេមិនចង់ប្រើខ្លួនដើម្បីសងគុណនោះទេ ឯងចង់ប្រើអីដើម្បីសងគុណខ្ញុំមានលុយដែរទេអញដឹងថាស្បែកជើងរបស់ខ្ញុំដែរទៅនឹងខូចនេះវាមានតម្លៃប្រហែលទេហើយត្រូវធ្វើការរកលុយប្រហែលខែតើអាចទិញវាបាន នៅនាងសុងខ្ញុំទទួលស្គាល់ថាមនុស្សគ្រប់រូបមានវាសនាខុសគ្នានៅនាងកើតមកនៅក្នុងគ្រួសារអ្នកមានចំណែកខ្ញុំកើតមកគឺគ្មានអ្វីនៅក្នុងខ្លួនសោះភាពក្រីក្រតែងតែរកលេសមកឲ្យខ្ញុំរហូតនៅនាងបារម្ភពីខ្ញុំច្បាស់ជាខំធ្វើការរកលុយបងស្រីសុងឈប់សិន មានអីមែនទេ អរគុណបងស្រីដែលបានជួយនៅថ្ងៃនេះសូមប្រាប់ខ្ញុំមកស្បែកជើងបងស្រីតម្លៃប្រមាណដែរទៅចាំខ្ញុំសងវិញ បងមិនត្រូវការឲ្យឯងសងវិញទេគ្រាន់តែចង់សួរឯងមួយសំណួរ សំណួរអ្វីដែរទៅ ល្ងាចនេះឯងចេញពីធ្វើការម៉ោងប្រហែល ម៉ោង 8ហើយប្រហែលជាម៉ោង 11 យប់ សាយ៉ាងថ្ងៃដំបូងមានអារម្មណ៍យ៉ាងម៉េចដែរ មិនអីទេ ពេលនេះពួកយើងត្រឡប់ទៅវិញបែបណាទៅពីទីនេះទៅផ្ទះជួលប្រើពេលកន្លះម៉ោងឯណោះឬក៏ពួកយើងជិះតាក់ស៊ីវិញទៅ ជិះតាក់ស៊ីគឺវាថ្លៃពេកហើយម៉ោងនេះគឺថ្លៃណាស់ មិនអីទេថ្ងៃនេះយើងចេញឯងថ្ងៃស្អែកអាចចេញយើងវិញម្ដងយើងហៅតាក់ស៊ីសិនសាយ៉ាងខែនេះការអនុទានរបស់គ្នាសតតែ 2800 ជាន់ទេ អញ្ចឹងពួកយើងជិះកង់ទៅថែរក្សាបរិស្ថាននិងសុខភាពផង ឡាននេះគេមកយកខ្ញុំមែនទេខ្ញុំមិនមានមិត្តភក្តិមានបែបនេះទេ បងប្រុសចង់ជិះដែរទេ ល្អណាស់ស្រីស្អាតខ្ញុំអរគុណហើយសាយ៉ាងយើងមានរបស់ជិះហើយ ប៉ុន្តែពួកយើងមិនស្គាល់គេទេកុំរំខានគេអី នាងខំចិត្តល្អជួយពួកយើងហើយមិនក៏ថាជាការខាតពេលទៅវិញខ្ញុំនិយាយមិនតែចុះរស់មកដល់27ឆ្នាំហើយខ្ញុំមិនអាចបានជិះឡានថ្លៃចឹងទេចាប់ឡានទៅឡានខ្ញុំមកអើយចាឆាប់ឡើងទៅ គ្រាន់តែជិះឡានជាមួយខ្ញុំធ្វើដូចស្ទាក់ស្ទើរណា ណានេះខ្ញុំមិនទាន់ស្គាល់ឈ្មោះរបស់អ្នកនេះទេ នាងតករបស់ខ្ញុំគឺសុង សុងកូនស្រីនៃគ្រួសារសុងណានេះសុងខ្ញុំមិនដឹងច្បាប់ទម្លាប់សូមកុំប្រកាន់ខ្ញុំអីណា កុំអារម្មណ៍ខ្ញុំមិនស៊ីមនុស្សទេខ្ញុំចង់ញ៉ាំតែឯងប៉ុណ្ណាដល់ហើយចុះពីឡានទៅ បាទ សឹងយ៉ាងចេញឡាន សាំងយ៉ាងខ្ញុំគួរតែស្ដាប់តាមឯងឃើញរថយន្តចម្លែកតាមផ្លូវពួកខ្ញុំមិនគួរតែជិះទេសាំងយ៉ាងយើងនឹងស្ដាប់តាមឯងពីពេលនេះតទៅយើងនឹងជិះកង់ជាមួយគ្នាជិះកន្លះម៉ោងក៏ជិះដែរត្រូវហើយសាំងយ៉ាងសាំងយ៉ាងទៅណាហើយចេះ អញមើលទៅដូចតានតឹងណាធ្វើមើលតែខ្ញុំនាំអញទៅសម្លាប់សឹងយ៉ាងនិយាយស្មោះត្រង់ទៅខ្ញុំពិតជាចាប់អារម្មណ៍នឹងអញណាបើព្រមធ្វើតាមខ្ញុំនឹងឲ្យអញ30ម៉ឺនយ៉ាងក្នុងមួយខែហើយខ្ញុំនឹងមិនពន្យាការងារដូចជារំខានដល់ការសិក្សាអញទេគ្រាន់តែទៅនៅជាមួយខ្ញុំ5ដងក្នុងមួយខែតែប៉ុណ្ណោះទេបើ30ម៉ឺនយ៉ាងតិចពេក50ម៉ឺនយ៉ាង1លាន2លាន3លានគ្មានទៀតទេខ្ញុំរាប់ដល់3
ព្រមធ្វើតាមខ្ញុំឬក៏ចង់ចាញ់ពីឡាន1 2 3ឯងនេះបាត់ជ្រឹងរុំណាមិនខ្លាចបាក់ដៃបាក់ជើងឬមិនខ្លាចស្លាប់ទេមែនទេ ច្បាស់ជាខ្លាចហើយប៉ុន្តែខ្ញុំមិនចង់ធ្វើឲ្យយ៉ងណាត់ដែរ រឹងរុះមានមនុស្សច្រើនណាស់ដែលគេចង់បានឱកាសនេះតែឯងបាច់ជាមិនចង់បានលុយតែខ្ញុំមិនស្អាតមែនទេឈប់ឡានឆាប់ចេញទៅអ្នកគ្រប់គ្រងបានខ្ញុំចង់លាឈុំ ហេតុអីវាមិនល្អមែនទេ ខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់មិនមានប្រវត្តិគ្រួសារល្អទេខ្ញុំខ្លាចជួបមនុស្សដូចជាគេម្ដងទៀត ឯងខ្លាចអី ខ្លាចជួបមនុស្សដូចជាសុងវិយុម្ដងទៀតនាងបានរៀបចំឯកសារសិននៅឲ្យខ្ញុំអត់ទៅហើយជិះវៀងមិនរួចទេគ្មានអ្វីទេសូមអរគុណការណែនាំរបស់អ្នកគ្រប់គ្រងបានខ្ញុំធ្វើមួយយប់នេះបានហើយ អញ្ចេះចុះឯងស្រាប់តែសុំឈប់ភ្លាមខ្ញុំមិនដឹងទៅរកកម្លាំងមកពីណាទេអូអញ្ចេះចុះខ្ញុំនឹងទៅពិភាក្សាជាមួយក្រុមការងារសិនណែនេះសុងសាំងយ៉ាងចង់លាឈប់ពីការងារហើយ ខាត់គេទុំនិយាយយ៉ាងម៉េចក៏បានកុំឲ្យគេចាក់ចេញសន្តាគារធានសានគឺជាកម្មសិទ្ធិគ្រួសារសុងសៀនយ៉ាងធ្វើការនៅទីនេះប្រៀបដូចជាការដាក់នៅក្រោមជំនួសរបស់ខ្ញុំក៏ធូរចិត្តដែរ សាំងយ៉ាងតាមពិតទៅខ្ញុំមិនដឹងថាឯងបានឃើញឬក៏អត់ទេបុគ្គលិកដែលចូលធ្វើការមិនតបមកមួយខែត្រូវតែទូទាត់ថ្លៃបំពេញច្បាប់ បំពេញច្បាប់ ណែកុំបារម្ភបើមានអ្វីកើតឡើងចំពោះឯទៀតទូរស័ព្ទមកខ្ញុំផ្ទាល់ខ្ញុំនឹងទៅជួយឯងភ្លាមតើល្អដែរទេ សាំងយ៉ាងឯងគិតមើលទៅចំនួនការទៅធ្វើការនៅកន្លែងផ្សេងឯងគ្មានសុវត្ថិភាពនោះទេឯងនៅទីនេះជាមួយខ្ញុំភាសាជាងយ៉ាងណាក៏ខ្ញុំមាននិស្ស័យជាមួយនឹងឯងខ្ញុំច្បាស់ជាការពីឯង អរគុណអ្នកគ្រប់គ្រងសូមស្វាគមន៍សូមជើញអង្គុយ ខ្ញុំពិតជាយ៉ាប់ណាស់មិនគួរឲ្យអ្នកទាំងអស់គ្នាចាំបែបនេះសោះ នៅនាងមិនអីទេ អរគុណសុខភាពរាងកាយខ្ញុំខ្សោយតាំងពីក្មេងសុំទោសដែលរំខានដល់ឡង មិនអីទេសូមស្វាគមន៍អ្នកនាងស្មានតែអ្នកណាតាមពិតស្រីស្អាតប្រចាំសាលារបស់យើងតែ មិនបានឃើញច្រើនឆ្នាំនៅในសងកាន់តែស្អាតហើយ មែនហើយនាងស្អាតជាងកាលនៅរៀនទៅទៀតកាលនៅរៀនឆក់យកពលឺរបស់ខ្ញុំគ្រប់ទីកន្លែងឥឡូវនេះទៀតហើយមិនឆ្ងល់ទេថាអ្នកណាអ្នករៀបចំអាហារនៅសន្តាគារនេះតាមពិតគឺអ្នកនាងសងតានេះជាអ្នកនាងគូហ៎ខានឃើញយូរហើយមិនក៏នៅទៅទន់ខ្សោយខ្លាំងម្ល៉េះមែនហើយធ្វើមិនទេសុខភាពខ្ញុំខ្សោយបែបនេះតាំងពីកំណើតមិនដូចបងស្រីមិញយូទេនៅតែអាចពាក់ស្បែកជើងកែងខ្ពស់និងស្លៀកពាក់សិចស៊ីដដែលមិញយូមានរូបសម្បត្តិល្អស្លៀកពាក់អីក៏ស្អាតដែរមិនដូចអ្នកខ្លះមើលទៅស្ដាប់ដូចដំបងជាមិនដឹងថាគួរយកអីមកប្រៀបធៀបឲ្យសមទេប្រុសសង្ហាខ្ញុំដូចជាវល់មុខបន្តិចជួយគេខ្ញុំទៅក្រោមបានទេ អូអ្នកនាងគូត្រូវការខ្ញុំប្រាប់គេឲ្យជូនអ្នកនាងទៅពេទ្យទេ អូមិនចាំបាច់បន្តិចទៀតនឹងលេងអីហើយខ្ញុំមិនដឹងថាគួរហៅលោកយ៉ាងម៉េចទេ អ្នកនាងគូខ្ញុំឈ្មោះសាងយ៉ាងគ្រាន់តែឈ្មោះរបស់ខ្ញុំតែប៉ុណ្ណោះទេ ល្អណាស់បងអូនប្រុសយ៉ាងគួរឲ្យជ្រិញណាស់នេះគឺជាការជួបជុំមិត្តរួមថ្នាក់ខ្ញុំមិនមែនមកទីនេះដើម្បីស្ដាប់មនុស្សញ៉ាយគ្នាទេបងអូនប្រុសស្អីធ្វើដូចជាស្គាល់គ្នាច្បាស់ណាស់អញ្ចឹងខ្ញុំមានសារកំហំពី10ក្នុងឡានមកជួយកាន់ឲ្យខ្ញុំបន្តិចអាយ៉ាងទៅជួយអ្នកនាងសុំទៅខ្ញុំអាចនៅម្នាក់ឯងបានមិនអីទេកុំបារម្ភអីអ្នកនាងគូប្រព័ន្ធសន្តិសុខនៅទីនេះគឺល្អណាស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងស្លាប់ក្នុងបន្ទប់នេះទេ បើអញ្ចឹងខ្ញុំទៅសិនហើយអ្នកនាងគូស្រាក្រហមនៅណាដែរទៅ នៅទ្វារឡានខាងក្រោយ អ្នកនាងសុងមិនឃើញមានស្រាក្រហមទេអ្នកនាងចង់ធ្វើអីទៀតហើយ ឯងគិតថាបងចង់ធ្វើអីបងសួរឯងម្ដងទៀតតើឯងនឹងធ្វើតាមសំណាក់បងទេ អ្នកនាងសុងខ្ញុំសុំបងដោះលែងខ្ញុំទៅ បងមិនស្អាតទេបងមិនមានលុយមែនទេសឹងយ៉ាងព្រោះតែអ្វីបានចាឯងមិនចង់ធ្វើបងចូលចិត្តកៅភ្នែកពេលឯងមើលមកបងមិនអីទេពេលនេះបងអត់ទៅឲ្យឯងតែលើក្រោយបើឯងមិនស្ដាប់បង្គាប់ហើយប៉ះពាល់ជាមួយមនុស្សស្រីដទៃចាំមើលខ្ញុំនឹងដាក់ទូឯងយ៉ាងម៉េចឆាប់ទេ
ឲ្យអ្នកគ្រប់គ្រងបាំងយកស្នាពី10ក្នុងបន្ទប់នោះឯងត្រូវធ្វើខ្លួនឲ្យល្អ តាមការពិតគ្មានស្រាក្រហមទេការពិតណាបងគ្រាន់តែបញ្ឆោតខ្ញុំតែប៉ុណ្ណោះ ត្រូវហើយខ្ញុំគ្រាន់តែបញ្ឆោតឯងឲ្យចំមកខ្ញុំនឹងជំរាបបញ្ជីជាមួយឯងម្ដងទៀតនៅពេលក្រោយថាប់ឯងតតែអស់ចិន គេពិតជាមានអ្នកតំណងជាមួយគ្នាមែនខ្ញុំដូចជាវិលមកទៀតហើយអាយ៉ាងជួយជូនខ្ញុំទៅក្រោមបានទេអាយ៉ាងក្បាលខ្ញុំពិតជាវិលខ្លាំងណាស់ នេះគូដើរយឺតៗណា អរគុណអាយ៉ាង មិនអីទេ អរគុណណាស់អាយ៉ាងជួបគ្នាពេលក្រោយទៀត នេះគូសំជើងសងមកយូរទៅតែប្រមានខ្ញុំនាងច្បាស់ជាខាងខ្ញុំទៀតហើយនាងនឹងប្រហែលជាមិនអីទេមានមនុស្សច្រើនណាស់នៅក្នុងបន្ទប់ឯកជននោះនាងមិនអាចធ្វើអ្វីប្រេះផ្ដាស់បានទេវាគ្មានហេតុផលណាមួយដែលនាងត្រូវថាខ្ញុំទៀតនោះទេប៉ុន្តែយ៉ាងណានាងសងក៏ជាមនុស្សម្នាក់ដែលរឹងរូសដែរស្រីបិសាចច្បាស់ជាសងសឹកខ្ញុំទៀតហើយចំជាពិបាកមែន លោកតាចុះអ្នកណាប្រាប់ខ្ញុំកាលពីម្សិលមិញថាខ្សោយខ្លាំងណាស់ចិត្តស្លាប់ ហើយជាចាស់ស្រីដែរមិនស្លាប់មកគាត់មកដល់ផ្ទះភ្លាមគាត់និយាយបើឈឺចិត្តយើងភ្លាមយើងសួរឯងតើរកចៅជើខាតជួបគ្នាយប់បណ្ដាមកហើយ លោកតាម្សិលមិញក្រែងខ្ញុំទៅខលវីដេអូជាមួយលោកតាបានហើយខ្ញុំត្រូវទៅក្រុមហ៊ុននៅព្រឹកស្អែក មិនស្មាននេះនិយាយតែពីការងារតើបានជ្រើសរើសបរិសម្នាក់ឲ្យឯងហើយគេមានប្រវត្តិគ្រួសារល្អថ្ងៃស្អែកឯងត្រូវតែញ៉ាំអាហារជាមួយគេខ្ញុំថាឯងពេលនេះគួរតែស្រាប់តាមយើងប្រយ័ត្នរៀបការបានឆាប់ទៅ លោកតាខ្ញុំមិនមែនជាក្មេង3ឆ្នាំទៀតទេរឿងជីវិតគូខ្ញុំត្រូវសម្រេចខ្លួនឯងតើនៅសម័យណាហើយលោកតានៅតែបង្ខំចៅឲ្យរៀបការ សុំមកយូយើងប្រោះចម្រោះឯងពីរឯងចង់ណាត់ជួបគេឬក៏ឯងចង់ធ្វើបុណ្យសពឲ្យយើង លោកគឺហ្វូជីងស៊ីងមែនទេ អូមិនហើយនៅនឹងសងតើក៏ខ្ញុំគឺហ្វូហើយខ្ញុំថាហ្វូជាងស៊ីទៅបានហើយរីករាយបានជួបនៅនឹងសង ជាកិត្តិយសណាស់ដែលមាននរណាម្នាក់ស្គាល់ខ្ញុំ ស្វាគមន៍នៅនាងសងត្រូវការកំងអ្វីដែរ ខ្ញុំយកអ៊ីកាបងត្រីសាមុនណាសុបអាយមួយទៀតមក បាទចំណែកលោកវិញបុរសដែលមានឋានៈបែបនេះទើបសំនៅនាងសងនាងប្រហែលជាចូលចិត្តគេខ្លាំងហើយមកទៅ មិនដឹងថានៅនាងសងអាចផ្ដល់ឱកាសខ្ញុំមកទេខ្ញុំចង់ស្វែងយល់ពីអ្នកនេះ នៅនាងសងមិនយល់ព្រមទេបើសិនជានាងយល់ព្រមទៅមុខនាងច្បាស់ជាមិនអាចរំខានខ្ញុំទៀតទេ មិនអាចនោះទេ នៅនឹងសងរៀបការជាមួយនឹងខ្ញុំមិនល្អត្រង់ណាខ្ញុំសន្យានឹងមើលថែអ្នកនេះឲ្យបានល្អ ប៉ុន្តែខ្ញុំមិនបានស្រឡាញ់លោកខ្ញុំសងមីងយូមិនត្រូវការលោកទេ ប៉ុន្តែលោកម្ចាស់សងពេញចិត្តខ្ញុំខ្លាំងណាស់ កុំគិតថាប្រើមនុស្សចាស់មកដាក់សម្ពាធខ្ញុំហើយអាចបង្ខំខ្ញុំបានប្រាប់លោកម្ដងទៀតចុះខ្ញុំមិនចាប់អារម្មណ៍លោកទេ ប្រឡោដូចខ្ញុំមិនស្រឡាញ់អ្នកនឹងស្រឡាញ់មើលប្រុសបែបណា គឺខ្ញុំស្រឡាញ់គេ នៅនាងសងនេះ បើបកកាយខ្ញុំនឹងថាលោកទៀតចង់សាក ខ្ញុំថាអ្នកនាងចង់លេងសើចជាមួយនឹងខ្ញុំមែនទេមិនអាចទេ បានអញ្ចឹងយើងអង្គុយញ៉ាំជាមួយគ្នាទេ នៅនាងសងខ្ញុំ ចឹងម៉េច គ្មានអីទេ នៅនឹងសងឲ្យខ្ញុំជួយទៅចុះ មិនបាញ់តើតែ ឈរត្រង់នឹងហើយប្រាម៉ាឲ្យស្គាល់នៅនឹងសងយ៉ាងម៉េចហើយត្រូវជាវិញនឹងគ្នា លោកពូបើគ្មានការអ្វីទេខ្ញុំសូមលាសិនហើយ ឈប់សិនខ្ញុំមើលទៅឯងដូចជាមិនតរៀនចប់ទេដូច្នេះកុំសំណឹកខ្ពស់ពេកការទៀតទៅមនុស្សដូចជាឯងមិនស័ក្តិសមជាមួយអ្នកនឹងសងទេ សូមទៅផងលោកនិយាយពីអ្វីដែរទៅ បានតាស្រាងជ័យមិនផឹកចង់ផឹកស្ដាប់ពីនេះតែមកយកមកពេញបំណងឯង ហើយចង់ធ្វើអីលេខខ្ញុំអូ នេះគ្រាន់តែប្រមាននៅឆ្ងាយពីអ្នកនឹងសងទៅដល់ថ្ងៃក្រោយមិនឲ្យពាក់ព័ន្ធជាមួយអ្នកនឹងសងទៀតទេស្រាប់បានហើយទៅពួកយើងទៅ ហ៎បបប្រុសមិនក៏មានសភាពបែបនេះ ចែកដល់ មើលរឿងអីកាលឡើង ចែកដល់ខ្ញុំដាក់ដួលឥឡូវនេះមិនអីទេ អូមិនអីទេទោះឲ្យខ្ញុំជាអ្នកជួយចុះ អូ អ្នកគ្រូពេទ្យជួយដើរគេបន្តិចទៅ អូមិនអីទេចាំខ្ញុំជាអ្នកធ្វើខ្លួនឯង អ្នកជំងឺកុំខ្មាស់អៀនអីខ្ញុំគឺជាគ្រូពេទ្យ តើមានរឿងអី
គឺអ្នកកំឡោះម្នាក់នេះឈឺហើយនៅខ្មៅអ៊ីនទៀតមិនព្រមដាក់ឲ្យទេតើឲ្យគ្រូពេទ្យព្យាបាលយ៉ាងម៉េចទៅ កុំឲ្យនាងសុំទុកឲ្យខ្ញុំធ្វើខ្លួនឯងវិញ មិនក៏ប្រកែកអ៊ីនចឹងនេះខ្លួនប្រានលោកខ្ញុំឃើញអស់ហើយ អញ្ចឹងសោះធ្វើដោយខ្លួនឯងនៅបរិសុទ្ធ បិទមកទៅ ខ្ញុំចង់និយាយនាងមានសិទ្ធិអីមកគាត់ខ្ញុំដែរ បាត់មកនឹងទៅនាងមិនស្គាល់អ្នកនាងសុងទេ ខ្ញុំសុំទោសខ្ញុំមិនដឹងពិតមែនថាជាអ្នកនាងសុង ចេញភ្លាមទៅ ណានាងសុងខ្ញុំដែរ គ្រូបែនមកការឲ្យទៀតទេ អរគុណនាងសុំដែលបានជួយខ្ញុំ ខ្ញុំមកចូលចឹងដែរដល់បាប់ផ្លត់ឲ្យគេវិញហើយគ្រាន់តែសម្រាប់បាក់គ្រប់គ្រាន់គេនឹងលេចអីហើយ អរគុណហើយលោកគ្រូពេទ្យអរគុណ ប្រាប់បងមកមិនជំរាបពេញខ្លួនបែបនេះ ខ្ញុំ មិញយូឯងនៅឯណាខ្ញុំមកដល់ហើយមិនបានជាមិនទាន់មកទេ ទៅហើយឆាប់ត្រឡប់ទៅផ្ទះសម្រាប់ទៅខ្ញុំមានការប្រញាប់ទៅមុនហើយ អ្នកនាងសុងរបស់ខ្ញុំរាល់ដងឲ្យតែតំណេពីការងារតែងតែឆ្លៀតផឹកស៊ីសប្បាយរីករាយតែថ្ងៃនេះហេតុអីក៏ក្រៀមក្រំម្ល៉េះហើយយ៉ាសង្ស័យតែត្រូវការប្រុសក្មេងកំដរហើយមិនអីទេចាំខ្ញុំរៀបចំឲ្យឯងចុះ សួស្តីបងស្រី សង្ហាសង្ហាណាពេញចិត្តប្អូនមួយណាដែរឯងជ្រើសមើលទៅ មិនចាប់អារម្មណ៍ទេ ហើយយ៉ាអ្នកនាងសុងមិនពេញចិត្តប្អូនសំបីតែម្នាក់ទេនំគ្នាចាញ់ទៅមិញយូឆាប់ប្រាប់គ្នាឲ្យត្រង់មកឯងកំពុងគិតដល់កូនទន្សាយតូចម្នាក់នោះហ៎នៅថ្ងៃជប់ជុំនោះខ្ញុំបានឃើញហើយឯងសម្លឹងមើលគេមិនដាក់ភ្នែកអាណែគ្នាទីត្រូវមែនទេតែថាបើសិនជាឯងនឹកគេគ្រាន់តែទូរស័ព្ទហៅគេមកគ្មានអីពិបាកទេ គេមិនមកនោះទេ អាយ៉ាងចេញពីធ្វើការហើយហ៎ចៃដន្យណាខ្ញុំត្រូវទៅវិញល្មមអញ្ចឹងទៅជាមួយគ្នាទៅ ល្អណាស់ កុំអីនាងគ្រូពួកយើងអាចត្រឡប់ទៅវិញខ្លួនឯងបាន អាយ៉ាងក្រុមនិស្សិតផ្សេងទៀតគេសម្រាប់វិស្សមការទៅលេងស្រុកកំណើតនិងអ្នកខ្លះដើរលេងអស់ហើយចុះហេតុអីបានជាលោកនៅតែធ្វើការ គឺស្ថានភាពគ្រួសារខ្ញុំមិនសូវល្អទើបត្រូវការរលួយបន្ថែម សង្យ៉ាងខ្ញុំជឿថានៅថ្ងៃអនាគតលោកប្រកាសជាមានជីវិតដ៏ល្អមិនខាន អរគុណនាងគ្រូ បងប្រុសយ៉ាងសង្ហាបែបនេះតើមានមិត្តស្រីហើយនៅ គេនេះមិនគិតពីរឿងមុតស្រីទេមួយថ្ងៃមួយថ្ងៃគិតតែពីរលុយនិងខំធ្វើការតែប៉ុណ្ណោះ ប៉ុន្តែថ្ងៃនោះខ្ញុំបានឃើញសង្យ៉ាងដូចជាស្និទ្ធជាមួយអ្នកនាងសុង អូនាងគ្រូមើលទៅដូចជាយប់ដែរហើយពួកយើងត្រូវត្រឡប់ទៅវិញហើយលាហើយ ទៅណា មិញយូអញទៅពិធីគូកំណើតរបស់អ្នកនាងលីដែរទេ កម្មវិធីតូចតាចបែបនេះខ្ញុំមិនអាចទៅទេចាត់ឲ្យមនុស្សយកកដោទៅគ្រប់គ្រាន់ហើយ ឯងមិនទៅមិនបានទេណាកុំភ្លេចឲ្យសោះថាកូនទន្សាយតូចរបស់ឯងគេកំពុងធ្វើការនៅទីនោះ ទៅក៏បាន យ៉ាងម៉េចហ្នឹងគ្រាន់តែឃើញយូមីភ្លាមរំភើបពេកដល់ថ្នាក់និយាយលេងចាញ់ហើយហ៎ សួស្តីនាងសុំសួស្តីនាងវ៉ាន់ មើលទៅដៃរបស់គេបានធូរហើយរបួសនៅក្បែរមាត់ក៏ជាហេតុដែរ នាងពិតជាស្អាតមែន សុំទោសអ្នកទាំងអស់គ្នាខ្ញុំមកយឺតបន្តិចគឺជាបងស្រីរੂមែនទេហេតុអីក៏មកយឺតម្លេះបីតែមិនទាន់តែយ៉ាងណាក៏មកដល់ហើយល្អណាស់ឆាប់អង្គុយចុះទៅសួស្តីសង្យ៉ាងមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់ម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់នេះដាក់លេខប្រហែលទៅណអេយើងនាំគ្នាមកលេងហ្គេមទៅល្អដែរទេល្អណាស់អេមីយូអញហ៊ានលេងដែរទេហ្គេមនេះមានឈ្មោះថាហ៊ានប្រាប់ការពិន លេងក៏បានដែរ បើអញ្ចឹងតើនាងមានប្រុសក្មេងម្នាក់ណាក្នុងចិត្តហើយនៅហើយចាមីងយូប្រាប់គ្នាបានទេខ្ញុំចង់ដឹងខ្លាំងណាស់ ក៏គួរតែមានដែរប៉ុន្តែមនុស្សដែលខ្ញុំស្រឡាញ់គេមិនស្រឡាញ់ខ្ញុំទេខ្ញុំបានត្រឹមតែរៀងកាយគេប៉ុណ្ណោះ វ៉ាវបងមីងយូពិតជាក្លាហានណាស់មីងយូតើប្រុសម្នាក់នោះជាអ្នកណាទៅណអេណែនាំឲ្យពួកយើងស្គាល់ផងបានទេមែនហើយចង់ដឹងណាតើប្រុសម្នាក់នោះជាអ្នកណាទៅបានជាធ្វើឲ្យបងមីងយូចាប់អារម្មណ៍ មិនតាន់អាចប្រាប់បានទេមិនអីទេណាលេងបន្តទៀតទេ នាងសុំមិនក៏មិនតន់ត្រឡប់ទៅវិញ តាមពិនខ្ញុំមានវាលើទូរស័ព្ទរបស់ខ្ញុំរូបថតដែលអាចនៅក្នុងបន្ទប់គេរបស់ខ្ញុំចង់បង្ហាញឲ្យពួកគេ នាងសុំខ្ញុំគ្រាន់តែជាក្មេងរត់តុកម្នាក់ឈប់ធ្វើឲ្យខ្ញុំពិបាកទៀតទៅ រឿងពួកយើងធ្វើឲ្យញ៉ាំមកយ៉ាងនេះក្រែងខ្ញុំនឹងឯងសត្វតែទទួលអ្វីដែលយើងត្រូវការដូចគ្នាមិនអញ្ចឹងហី នាងសុំនាងស្វឹងហើយ ស្វឹងឬមិនស្វឹងវាដូចតែគ្នាទេ នាងសុំដោះលែងខ្ញុំទៅ ចាក់មកចាក់នៅត្រង់នេះ
បងស្រីម្នាក់នេះចង់អាចធ្វើដល់ផ្ទាល់ដៃព្រោះពេលសម្ដីឯងវាបានចាក់ដុតបេះដូងបងណាដូច្នេះឯងសម្រាប់បងមកចាក់ឲ្យចំសរសៃឈាមធំនៅលើបេះដូងបងឆាប់ធ្វើទៅកុំខ្លាចពេលហូរឈាមទេមកឯងក៏ឆាប់រត់ទៅយ៉ាងម៉េចមិនព្រមចាក់អី នៅនាងសុំខ្ញុំដឹងខ្ញុំគ្មានលុយទេខ្ញុំគ្មានអ្វីៗគ្រប់យ៉ាងប៉ុន្តែទោះជាខ្ញុំក្រប៉ុណ្ណឹងក៏ខ្ញុំមិនខ្លាចទៅជាឧបករណ៍សម្រាប់នៅនឹងដែរខ្ញុំមិនចង់ធ្វើជា នេះសៀនយ៉ាងមិនបានចាក់ល្ងងយ៉ាងនេះ នៅនាងសុំខ្ញុំមិនព្រមទៅជាមួយនៅនឹងទៀតទេស ៀនយ៉ាងនេះសៀនយ៉ាងគ្រូពេនលោកត្រូវបញ្ជូនពេលល្អមកព្យាបាលគេឲ្យបានប្រាថ្នាល្អបំផុតត្រូវជួយគេឲ្យបានចូលដែរទេ នៅនឹងសុងនៅនឹងកុំរំអីពួកយើងនឹងខំជួយអ្នកជំងឺឲ្យពីលទ្ធភាព សៀនយ៉ាងបងខុសហើយបងមិនគួរបង្ខំឯងទេសៀនយ៉ាងមិនអាចស្លាប់បានទេ មីងយូគម្រោងរបស់ Blue Sea និង Blue Sky មានតម្លៃ 1000 លានក្រុមហ៊ុនយើងសម្បូរមនុស្សមានសមត្ថភាពតែក៏ត្រូវចំណាយពេលរៀបចំកន្លះឆ្នាំដែរខ្ញុំគិតថាជាឱកាសល្អខ្លាំងណាស់ ថាម៉េចសៀនយ៉ាងដាក់ខ្លួនហើយអីល្អខ្ញុំទៅដល់ហើយហើយបកគោលការងារនេះឲ្យអញហើយទៅចុះហត្ថលេខាកិច្ចសន្យាជំនួសខ្ញុំផង ហ៎ខ្ញុំហ៎មីងយូនាងកំពុងគិតអីហ្នឹងខាងគេប្រាប់ហើយថាអ្នកដែលចុះកិច្ចសន្យាគឺត្រូវតែជានាងខ្ញុំជាជំនួយការតូចតាចទេខ្ញុំ ខ្ញុំថាអញធ្វើបានគឺធ្វើបានហើយ អាយ៉ាងទីបំផុតដឹងខ្លួនហើយ នៅនាងគូ អាយ៉ាងអាចប្រាប់ខ្ញុំបានទេអ្នកណាធ្វើឲ្យលោករបួសបែបនេះឬក៏សុងមីងយូ នៅនាងគូគ្មានអ្នកណាធ្វើបាបខ្ញុំទេគឺខ្ញុំជាអ្នកធ្វើដល់ខ្លួនឯង អាយ៉ាងឈប់កុហកទៀតទៅលោកមិនមែនជាមនុស្សល្ងងទេមិននឹងអាចយកកំបិតមកចាក់ខ្លួនឯងទៅកាន់លោកដឹងទេចង់កំបិតចាក់ចូលជ្រៅក្បែរបេះដូងលោកប៊ីនឹងស្លាប់ណា មើលទៅសៀនយ៉ាងលែងគួរឲ្យបារម្ភហើយក្មេងឈួតនេះខ្ញុំប៊ីនឹងធ្វើឲ្យគេសັບទៅហើយ អាយ៉ាងប្រាប់ខ្ញុំតាមត្រង់មកអ្នកនាងសុំធ្វើអីឡងខ្ញុំសន្យាថាមិនប្រាប់អ្នកណាទេ នៅនាងគូខ្ញុំប្រាប់ហើយថាខ្ញុំជាអ្នកធ្វើ អាយ៉ាង ខ្ញុំនិយាយគឺជាការពិត គូរੂសួរឲ្យសួរទៀតពីរឿងនេះតែគេជ្រើសយកការពីខ្ញុំអត់ទេគេមកការពីខ្ញុំធ្វើអីព្រោះគេស្អប់ខ្ញុំខ្លាំងណាស់គេប្រហែលជាគ្រាន់តែមិនចង់ឲ្យមានរឿងជាមួយខ្ញុំតែប៉ុណ្ណោះតែបានជានិយាយបែបនេះ អ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំទីបំផុតគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃរាប់ពាន់នោះខ្ញុំធ្វើបានសម្រេចហើយសុងមីងយូហេអញកំពុងគិតអីហ្នឹងអ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃ 1000 លាននោះខ្ញុំធ្វើបានសម្រេចហើយសុងមីងយូអេអញនិយាយមួយម៉ាត់ទៅមិនបានជាអង្គុយគ្មានព្រលឹងសោះអញ្ចឹងខ្ញុំវេយកខ្លួនឯងហើយណាប្រាក់រង្វាន់វេយក5 លានទៅចុះរង្វាន់សម្រាប់ការចុះកិច្ចសន្យាបានជោគជ័យ មិនបានជាខ្ញុំខ្វល់ពីសៀនយ៉ាងខ្លាំងម្ល៉េះឬគ្រាន់តែជាការឆ្លុះបង្វេងតែខ្ញុំកំពុងគិតអីមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់គេ វិញមួយថ្ងៃទៅមួយថ្ងៃក៏មិនទោះតាពូខុសខើសោះបើសិនជាឯងមិនចេញទៅខាងក្រៅត្រូវស្មារតីមិនខាជារបស់យើងទៅ ពេលធំឡើងយើងនឹងមករកឯងកុំទៅណាឲ្យសោះណានេះយើងឲ្យឯងហើយពួកយើងនៅតែចំណអបំផុតដឹងហើយឯងតែខំញ៉ាំបាយឲ្យបានច្រើនណាចាំទៅពេលធំឡើងខ្ញុំនឹងបើកឡានមកទទួលឯងឯងត្រូវរងចាំខ្ញុំណាឈូសេងខ្ញុំមិនអាចភ្លេចលោកទេខ្ញុំនៅតែចង់តាមពាក្យសន្យារវាងយើងប៉ុន្តែប្រហែលឆ្នាំនេះខ្ញុំមិនជួបមនុស្សតាមរកលោកមិនឃើញសោះតែលោកណែណា ទើបតែពី3ថ្ងៃប៉ុណ្ណោះរបួសរបស់លោកមិនតជានោះទេយ៉ាងហោចណាស់ក៏ទៅសម្រាប់ពី3ថ្ងៃទៀតដែរសម្រាប់ទីនេះសិនទៅកុំទាន់អាចចេញអី ខ្ញុំមិនអីទេរបួសតែជួយប៉ុណ្ណោះ ចឹងតាមចិត្តចុះ អាយ៉ាងខ្ញុំយកអាហារបើកម្លាំងមកឲ្យ នៅនាងគូមិនចាំបាច់យកអាហារឲ្យខ្ញុំទេខ្ញុំកាយចិត្តណាខ្ញុំជំពាក់គុណនៅនាងច្រើនពេកហើយកំពុងតែគិតថាត្រូវសងយ៉ាង ខ្ញុំ ម៉េច គ្រាន់តែចង់មើលថៃលោកមិនបានឲ្យសងគុណវិញទេត្រង់ខ្ញុំគឺជាស្អប់ពើមតែជាមួយសុងមីងយូមិនប្រកែកមួយម៉ាត់សោះនេះលោកចង់ធ្វើអីលោកចង់ចេញពីពេទ្យមែនទេរាងកាយរបស់លោកនៅមិនទាន់ស្រួលនៅឡើយ មិនអីទេនៅនាងគូខ្ញុំជិះហើយ លោកក៏ហក់ស្ដាប់តាមគ្រូពេទ្យទៅភាសាជាង នៅនាងគូរាងកាយរបស់ខ្ញុំពិតជាបានធូរពិតមែនឃើញទេ មិនអីទេអញ្ចឹងមុននឹងទៅត្រូវញ៉ាំអាហារសិន អរគុណហើយប៉ុន្តែខ្ញុំសុំទៅបង់ថ្លៃមន្ទីរពេទ្យសិនពេលបង់ហើយចាំខ្ញុំមកវិញលុយដែលនៅសល់មានតែ 2500 យន់ប៉ុណ្ណោះចំណែកលុយដែលត្រូវសងគេគឺ 10000 មិនដឹងថាបានលុយមកពីណាទេអាចគ្រប់សម្រាប់ការចំណាយឬអត់ សួស្ដីលោកឈ្មោះស៊ីនយ៉ាងមែនទេ អរបានសួស្ដីសុំសួរបន្តិចតើបានទេតើខ្ញុំត្រូវបង់ថ្លៃត្រង់ណាដែរទេ លោកមិនចាំបាច់បង់ប្រាក់ទេការចំណាយរបស់លោកមានគេបង់រួចហើយ ថាម៉េចឬមួយក៏ជាអ្នកនាងសុំមីយូរំខានជួយពិនិត្យឈ្មោះឲ្យខ្ញុំផងបានទេ ស
សុំទោសខាងមន្ទីរពេទ្យមិនអាចប្រាប់បានទេ ប៉ុន្តែខ្ញុំពិតជាចង់ដឹងមែនថ្លៃព្យាបាលរបស់ខ្ញុំអស់ប្រមាណទៅ ចាស់គឺ1 លាន ថាម៉េច1 លានខ្ញុំសម្រាប់ពេទ្យតែប្រមាណថ្ងៃហេតុអីក៏ចំណាយអស់ច្រើនម្ល៉េះ ចាស់គឺថ្នាំដែលប្រើសម្រាប់ព្យាបាលលោកគឺសុទ្ធតែជាថ្នាំល្អមានតម្លៃរាប់ម៉ឺនដុល្លារថ្នាំខ្លះត្រូវទិញពីបរទេសមក អ្នកដែលមានលទ្ធភាពចំណាយគឺមានតែ2នាក់ទេគឺនៅនាងគូនិងនៅនាងសុងមិនថាណាទេខ្ញុំត្រូវតែរកលុយដើម្បីសងពួកគេវិញ អាយ៉ាងមកវិញហើយហ៎ នៅនាងគូបកកលិកមន្ទីរពេទ្យប្រាប់ថាមុននេះមានអ្នកបងថ្លៃមន្ទីរពេទ្យតើនៅនាងមិនទេ អូប្រហែលជាប៉ារបស់ខ្ញុំជាអ្នកបងហើយខ្ញុំបានប្រាប់គាត់ពោលអាណិតលោកខ្លាំងណាស់ ប៉ានៅនាង ត្រូវហើយបើលោកចង់ដឹងច្បាស់ចាំទូរស័ព្ទសួរគាត់ចុះ បាទ លោកប៉ាជាប៉ាមែនទេដែលជាអ្នកបងថ្លៃពេទ្យឲ្យសិនយ៉ាងខ្ញុំថាហើយពិតជាប៉ាមែនប៉ារបស់កូនចិត្តល្អខ្លាំងណាស់ ពិតជាអរគុណនៅនាងគូដែលបានជួយខ្ញុំ រឿងលុយមិនសំខាន់ទេឲ្យតែលោកយល់ព្រមធ្វើជាមិត្តប្រុសខ្ញុំ កុំអីនៅនាងគូពេលដែលបានស្រួលហើយខ្ញុំនឹងរកលុយសងនៅនាង មិនអីទេមិននិយាយរឿងនេះក៏បានខ្ញុំនឹងរងចាំរហូតដល់លោកយល់ព្រមបន្ទប់តូចចង្អៀតខ្លាំងណាស់លោកអាចនៅយ៉ាងម៉េចទៅ គឺខ្ញុំសូមទៅហើយ អាយ៉ាងរាងកាយរបស់លោកនៅមិនទាន់ស្រួលបួននៅឡើយបើនៅទីនេះមិនងាយជានោះទេអញ្ចឹងចុះលោកទៅសម្រាប់នៅផ្ទះរបស់ខ្ញុំសិនទៅចង់ញ៉ាំអីចាំខ្ញុំធ្វើឲ្យ នៅនាងគូខ្ញុំសូមអរគុណទឹកចិត្តនៅនាងណាប៉ុន្តែខ្ញុំមិនរំខានទេ គេចូលតែ10នាទីហើយពួកគេកំពុងធ្វើអីនោះ សុំបញ្យូនាងមកធ្វើអីនៅទីនេះ ពាក់ព័ន្ធអីជាមួយនាងដែរ កុំគិតថានាងមិននិយាយខ្ញុំមិនដឹងសុំបញ្យូនាងស្រឡាញ់សិង្ហយ៉ានមែនទេប៉ុន្តែសិង្ហយ៉ានព្រមធ្វើមិត្តប្រុសខ្ញុំហើយ នាងមិនមែនកាន់ជើងខ្លួនឯងទេ អញ្ចឹងចាំតែមើលទៅថាអ្នកណាអាចយកបេះដូងសិង្ហយ៉ានបានពេលនោះសិង្ហយ៉ានរើសអ្នកណាអ្នកនោះអ្នកឈ្នះ នាងកំពុងកាត់អីហ្នឹងមើលរូបរាងដូចជាកំពុងមានជំងឺថែខ្លួនផងប្រយ័ត្នងាប់ទៅព្រោះបើដល់ពេលនោះគេនៅតែជារបស់ខ្ញុំដដែល សុំបញ្យូកុំក៏អត់កតងពេកខ្ញុំមិនងាយកើតអីទេខ្ញុំនឹងរស់នៅឲ្យបាន100ឆ្នាំទៀតចាំមើលទៅ ពេលនេះគេគួរតែសក់ខ្ញុំខ្លាំងណាស់ សូមអញ្ជើញពិសាឆ្ងាញ់ចុះ ឈឺធ្ងន់បែបនេះហើយនៅរឹងក្បាលមកធ្វើការទៀតមិនសម្រាប់នៅផ្ទះសិនទេ សូមអញ្ជើញពិសាចុះ នៅនាងសុងចេះពីនេះពួកយើងនាំគ្នាទៅមកកូនទៅឬថាមានរឿងទៅបញ្ចេញថ្មីរឿងនេះរ៉ូមែនទិកខ្លាំងណាស់ ខ្ញុំគ្មានពេលច្រើនទេថ្ងៃនេះបើលោកតាមិនសុំខ្ញុំក៏មិនជួបលោកនៅទីនេះដែរខ្ញុំថាលោកគួរតែបោះបង់គំនិតនេះចោលទៅ ខ្ញុំពេញចិត្តទៅនឹងអ្នកនាងសុងទោះពេលនេះអ្នកនាងសុងមិនទៅពេញចិត្តខ្ញុំជួបគ្នាបានញឹកញាប់ច្បាស់ជាយល់ចិត្តគ្នាមិនខាន ពុតតបិន អ្នកនាងសុងទោះអាកាសខ្ញុំផុសទៅ អ្វីដែលលោកនិយាយមិនមែនជាការពិតការដែលលោកមករកខ្ញុំគិតថាលោកគ្រាន់តែចង់ពងលើអំណាចគ្រួសារសងខ្ញុំតែប៉ុណ្ណោះប៉ុន្តែបើស្នេហ៍ខ្ញុំពិតមែនខ្ញុំអាចផ្ដល់ឱកាសឲ្យលោកបានបើសិនជាលោកអាចកប់ចិត្តខ្ញុំបាន ខ្ញុំសុំទីនេះខ្ញុំកប់ចិត្តអ្នកនាងមិនឲ្យទាស់ទេកុំអារម្មណ៍ទោះបីជាមិនទាន់ចាប់ផ្ដើមពិតមែនតែខ្ញុំសុំធានាថានឹងពេញខ្ញុំសុំធានាថាអ្នកនាងនឹងពេញសុំមកយូតើចង់ខ្ញុំធ្វើទៅ ខ្ញុំមិនចាប់អារម្មណ៍លោកទេ ហេតុអីទៅបានជាក្មេងម្នាក់នោះជាបលាក្នុងចិត្តរបស់យើងរហូតអត់ទេយើងមិនព្រមឲ្យនាងរួចពីដៃរបស់យើងទេ ហេឡូ សម្បត្តិរបស់លោកតាមបណ្ដោយហើយសូមជួយចុះមកទទួល ប៉ុន្តែម៉ោង12ហើយហ្នឹងមិនបានជាមានអ្នកដឹក តែ ជញ្ជូ តែមាន ន បញ្ហាតែជួយថ្ងៃស្អែកស្ថានីយ៍ផ្ទះសមុទ្រនឹងត្រូវបានបាត់ហើយខ្ញុំក៏បញ្ញាត្រឡប់ទៅផ្ទះវិញដែរដូច្នេះហើយទើបខ្ញុំដឹកមកទៅយុវ ស្ថានីយ៍សមុទ្រត្រូវបាត់ហើយក្រែងវាបាត់ការពីម្សិលមិញមែនទេ ខ្ញុំមិននិយាយច្រើនទៀតទេព្រោះខ្ញុំបញ្ញាយកសមុទ្រទៅកន្លែងផ្សេងទៀត អូខេ បងតាណា ទៅយកសមុទ្របន្តិច យកសមុទ្រទៅពេលយប់បាននេះ គេប្រាប់ថាស្ថានីយ៍សមុទ្រត្រូវបាត់បានជាទៅទាំងយកបែប មិន នេះ មិនអីទេអញ្ចឹងឆាប់ទៅចុះខ្ញុំឈឺពោះណាស់សូមទៅមកគុណបន្តិចសិនសមុទ្រនៅទីនេះសូមជួយចុះហត្ថលេខា ហេចង់ធ្វើស្អីហ្នឹង អេខ្ញុំចុះមកគុណ3ដងហើយមិនក៏មិនតន់ត្រឡប់មកវិញទៀតឬមួយសាំងយ៉ាងគេកំពុងតែមានគ្រោះថ្នាក់ធ្វើយ៉ាងម៉េចទៅឬក៏ទៅទេប្រាប់ប៉ូលីសប៉ុន្តែសាំងយ៉ាងបាត់ខ្លួនមិនតន់បាន1ម៉ោងទេពួកគេមិនទទួលពាក្យបណ្ដឹងទេអូត្រូវហើយគឺអ្នកនាងសុំមកយូគេបារម្ភពីសាំងយ៉ាងណា ថាម៉េចសៀងយ៉ាងបាត់ខ្លួនឯងអាឡូជួយចាត់កម្លាំងឲ្យតាមរកមនុស្សម្នាក់គេឈ្មោះសៀងយ៉ាងអាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យចាំងប៉ៃខ្ញុំសង្ស័យគេត្រូវចាប់ចម្រិនមានតម្រុយអីដែរទេ ពួកយើងមករកមើលតម្រូវពេលមួយយប់ហើយប៉ុន្តែរកមិនឃើញឡានជួនសង្ស័យនោះទេ រកមើលបន្ថែមទៀតទៅ បាទ សៀងយ៉ាងលោកណែណាអ្នកណាធ្វើអីលោកសៀងយ៉ាងលោកណែណាអ្នកណាធ្វើអីលោក រកឃើញតម្រូវហើយពួកយើងមកពិនិត្យរកមើលគ្រប់កន្លែងពេលនេះបានឃើញឡានមួយដែលគួរឲ្យសង្ស័យបំផុតហើយឡានដែលគួរឲ្យសង្ស័យនោះគឺជាឡានចុងក្រោយដែលនៅកន្លែងកើតហេតុឡាននោះរកឃើញនៅខាងលិចក្រុងប៉េកាំងមកដល់ពេលនេះខ្ញុំខ្លាចថាមានគ្រោះថ្នាក់ដល់ពេលនោះទេ ឆាប់បញ្ជូនមនុស្សទៅទីនោះភ្លាមអញចុះសិនទេ អត់ទេខ្ញុំទៅជាមួយឯងដែរខ្ញុំបារម្ភពីឯង
ទៅដាក់ទៅកុំចង់លេងល្បែងសោះណាឯងមើលអីឆាំងមើលឡើងមក សញ្ញាលោកអ្នកណាឬមួយសញ្ញាកំពុងស្ថិតក្នុងគ្រោះថ្នាក់ មិញយូកុំអីណាកុំខ្វល់ខ្វាយពេកខ្ញុំជឿថាសញ្ញាណពិតជាមិនអីទេគេជាមនុស្សល្អគេច្បាស់ជាមានសុវត្ថិភាព មិនដឹងទេខ្ញុំខ្លាចថាសញ្ញាគេនឹងស្លាប់ គ្មានផ្លូវទេច្បាស់ជាមិនអីទេណា សញ្ញា អ្នកនាងមកយូ នោះគឺសញ្ញាណគេមិនទាន់ស្លាប់ទេ អញមិនអីទេអ្នកណាចាប់អញមកទីនេះ អ្នកនាងសងបារម្ភពីឯងណាដឹងទេសួរលំបាកដើម្បីជួយសង្គ្រោះឯង មើលទៅគេពិតជាបារម្ភពីខ្ញុំមិនអីទេមកយូមិនអីទេ មិញយូឯងកើតអីហ្នឹង អ្នកនាងវ៉ាន់ប្រាប់ខ្ញុំបានទេមានអ្វីកាត់ឡើង ការដែលឯងបាត់ខ្លួនមិញយូគេបារម្ភពីឯងណានាងមិនបានដេកពេញមួយយប់កាន់តែរកឯងមិនឃើញនាងកាន់តែអង្គុយមិនជាប់បើកឡានលឿនដូចហោះហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀតបើសិនមិនមែនដើម្បីឯងនាងក៏មិនត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់បាត់នេះដែរ ហេតុអីទៅអ្នកដែលនៅក្នុងនោះការពិតគួរតែជាខ្ញុំទេមិនបានជានាងបត់ថយជីវិតដើម្បីខ្ញុំបែបនេះហេតុអីក៏អ្នកនាងសងធ្វើបែបនេះទៅលោកគ្រូពេទ្យយ៉ាងម៉េចទៅហើយ កុំបាត់បានចាក់ចូលក្នុងពោះជ្រៅប៉ុន្តែខ្ញុំបានចេញមកហើយស្ថានភាពពេលនេះនៅតែធ្ងន់ធ្ងរត្រូវរងចាំមើលពីបេ អរគុណ សុំទោសគឺដោយសារតែខ្ញុំ សញ្ញាមិនគិតស្គីមិននិយាយ មិនដឹងនិយាយថាយ៉ាងម៉េចដោយសារតែនាងជួយខ្ញុំធ្វើឲ្យនាងបេះតែស្លាប់ខ្លួននាងក៏ដឹងដែរមែនទេថាខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់ក្នុងហាប៉ារបស់ខ្ញុំគ្មានលុយទេដូច្នេះរឿងដែលនាងធ្លាប់និយាយជាមួយនឹងខ្ញុំពីមុនខ្ញុំនឹងយល់ព្រម បើពេលនេះដូចពេលដំបូងដែលជួបគ្នាខ្ញុំនឹងសប្បាយចិត្តលើលោកនិយាយបែបនេះប៉ុន្តែនៅពេលនេះវាផ្លាស់ប្ដូរហើយ បានន័យថាម៉េច ពេលនេះខ្ញុំនឹងស្លាញ់គេហើយដូច្នេះខ្ញុំរងចាំលោកព្រមដោយខ្លួនឯងឥឡូវនេះខ្ញុំមិនស្រួលទេរងចាំឲ្យរាងកាយខ្ញុំស្រួលតែខ្ញុំនឹងធ្វើបាបលោកម្ដងទៀតចាំតឹង លើកនេះមិនដូចមុនទៀតទេគ្មានការបដិសេធឡើយខ្ញុំមិនព្រមទៀតទេ ហើយមិនក៏ពួកគេមិនលើកទូរស័ព្ទឬមួយពួកគេត្រូវចាប់ខ្លួនអស់ហើយ ស្រេចតឹង អូគឺចាំចាក់ឲ្យ បែកបងគ្មានកម្លាំងបញ្ចុកបងតិចទៅបងចង់ទៅបន្ទប់តឹងអញបែកបងតិចទៅ អ្នកនាងសុំកុំធ្វើបែបនេះអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តពេក កុំឲ្យបងដាក់មុខចិត្តផងឯង អ្នកនាងសុំកុំធ្វើអញ្ចឹងអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តពេក កុំឲ្យបងដាក់មុខចិត្តផងឯងមិនអីទេបងឈប់ទៅវិញហើយចាំមិនឡើងចង់មើលថែបងទៀតហើយឯង អត់ទេត្រូវតែមើលថែ អ្នកនាងសងមិត្តប្រុសអ្នកនាងល្អណាស់មើលទៅស្រឡាញ់អ្នកនាងខ្លាំងទៀតជូនពរឲ្យអ្នកទាំងពីរចាប់បានរៀបការនិងមានកូនឆាប់ឆាប់ ខ្ញុំគ្រាន់តែជាក្មេងប្រុសធម្មតាម្នាក់ចំណែកសុំវិញយូជាអភិជនជីវិតរបស់ពួកយើងគឺខុសគ្នាឆ្ងាយណាស់ បងឃ្លានហើយតែដៃបងគ្មានកម្លាំងបញ្ចុកបងផងណា តែអ្នកនាងសុំគឺ មិនចង់ធ្វើតែអាចជាអ្នកធ្វើឲ្យបងខ្លាចជាបែបនេះ អត់ទេខ្ញុំដឹងអ្នក អើយក្តៅណាស់ ក្តៅមែនទេ សាក់ញ៉ាំខ្លួនឯងមើលទៅ សុំទោសខ្ញុំមិនប្រយ័ត្នអ្នកនាងសុំ
ហេតុអីក៏ប្រាប់អ្នកបើកឡានមិនឲ្យជូនខ្ញុំទៅបន្ទប់វិញបែបនេះ បងប្រាប់តែចុះផ្ទះនៅទីនោះរុះរើហើយបងជាម្ចាស់ផ្ទះប្រហែលជាមិនជួលទៀតទេដូច្នេះបើជូនអញទៅក៏គ្មានផ្ទះនៅទៀតដែរតែកុំព្រួយបារម្ភអីមានកន្លែងទៅហើយគឺផ្ទះរបស់បង ទៅនៅផ្ទះនៅនាងសុងមិនខុសពីទៅនៅក្នុងរូងចចកទេ បើសិនអញមិននិយាយបែបនេះបងក៏ថាអញយល់ព្រមហើយ គឺអត់ទេនៅនាងសុងគឺ ក៏បានពេលនេះខ្ញុំមិនបង្ខំអញទេបើអញមិនចង់ទៅផ្ទះខ្ញុំទៅណាក៏ទៅចុះប៉ុន្តែពេលណាដែលអញបដូរចិនចង់មករស់នៅក្នុងផ្ទះខ្ញុំអញអាចមកបានគ្រប់ពេល ហេតុអីអ្នកនាងសុំមកជួយបងឬមួយអ្នកនាងសុំពិតជាស្រឡាញ់បងពិតមែនតែដឹងហើយអ្នកណាក៏ដឹងថាតកូលសុំគឺជាតកូលអ្នកមានបំផុតនៅក្នុងក្រុងប៉េកាំងនេះដែរបងមកប្រើល្បិចអីខ្លះបានជាធ្វើឲ្យគេស្រឡាញ់បងប្រាប់មកខ្ញុំខ្លះមកខ្ញុំស្រួលរៀនតាមបង ខ្ញុំក៏សង្ស័យដែរថានាងស្រឡាញ់ខ្ញុំពិតឬមួយក៏លេងសើចជាមួយខ្ញុំអញរកផ្ទះបានថ្មីហើយនៅពេលនេះខ្ញុំមិនទាន់មានទេសុំនៅពី3ថ្ងៃផងតើបានទេ គ្មានបញ្ហាទេបងប្រុសចាំខ្ញុំទៅជាមួយ អាឡូខ្ញុំរស់ក្នុងបន្ទប់ទាំងឈឺរបួសខ្លាំងណាស់ នៅនាងសុងចាំតិចខ្ញុំទៅដល់ហើយនៅនាងសុងយ៉ាងម៉េចទៅហើយ បានគ្រាន់បានហើយនៅឈឺតិចតួច ឆាប់ទៅមន្ទីរពេទ្យទៅ មិនបាញ់គ្រាន់តែជួយលាបថ្នាំអញទៅបានហើយអត់ទៅហើយខ្ញុំមិនតាន់ជាស្រួលបួលទេប្រហែលថ្ងៃនេះអញជួយមើលថែខ្ញុំបានទេ ហ៎ ប៉ុន្តែបើអញមិនចង់មកខ្ញុំក៏មិនបង្ខំអញដែរកុំខ្វល់អីត្រឡប់ទៅវិញទៅ ក៏បានដែរខ្ញុំនឹងមកមើលថែនៅនាងនៅទីនេះរហូតដល់ជារបួសប៉ុន្តែនៅនាងសុងមិនខ្លាចថាខ្ញុំនឹងលួចរបស់របរនៅនាងទេ ខ្ញុំថយជីវិតដើម្បីជួយអញតើខ្ញុំគិតថាអញមិនធ្វើបែបនេះដាក់ខ្ញុំនោះទេមួយវិញទៀតរបស់ដែលមានតម្លៃបំផុតក្នុងផ្ទះនេះគឺជាខ្ញុំនឹងហើយបើអញចង់លួចមានទៅលើខ្ញុំនឹងហើយធ្វើឲ្យអញភ័យហើយកុំបារម្ភអីបងស្រីម្នាក់នេះមិនស៊ីមនុស្សទេម៉ាថ្នាំនេះណាជួយបដូរអញតែង បាន សែងយ៉ាងអញចាប់ផ្ដើមរៀនវិញពេលណា នៅកន្លះខែទៀត កន្លះខែទៀតចិត្តមកដល់ហើយអនាគតចង់ធ្វើអីអាចប្រាប់បានទេ គម្រោងរបស់ខ្ញុំគឺធ្វើការក្រៅម៉ោងព្រោះខ្ញុំនៅជាពាក់នាងគូថ្លៃព្យាបាលខ្លួននៅថ្ងៃនេះ តើមានរឿងអី គឺថ្ងៃដែលខ្ញុំចូលមន្ទីរពេទ្យលើកចុងក្រោយពេលនោះប៉ារបស់នាងគូបានជួយបង់ថ្លៃមន្ទីរពេទ្យឲ្យខ្ញុំសរុបទៅ1លាន គូរូនាងពិតជាអាក្រក់មែនហ៊ានទាមទារយកគុណសម្បត្តិទាំងដែលខ្លួនឯងមិនបានធ្វើអ្វីសោះអ្វីដែលនាងនិយាយមិនពិតទេការចំណាយលើការព្យាបាលរបស់លោកគឺជាលុយរបស់ខ្ញុំ ថាម៉េច បើមិនជឿស្អែកខ្ញុំជួលលោកទៅមន្ទីរពេទ្យដើម្បីសួរនាំឲ្យច្បាស់លោកក៏ថាគូរូគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលម្នាក់សោះមានចិត្តល្អបែបនេះទេ គឺខ្ញុំមិនដឹងអញ្ចឹងខ្ញុំជំពាក់នាងទៀតហើយ អញ្ចឹងអញហ៊ានប្រកែកនឹងបងមែនទេបងនៅឈឺរបួសនៅឡើយទេរឿងលុយមិនបាញ់និយាយទេលោកគ្មានអីជំពាក់ខ្ញុំព្រោះកាលនោះជាកំហុសរបស់ខ្ញុំទេសុំទោស មិនអីទេមិនច្រឡំទេដឹងនៅនាងសុំទោសខ្ញុំ ចាប់ពីពេលនេះលោកឈប់ពីការងារក្រៅម៉ោងនោះទេហើយថ្ងៃស្អែកទៅក្រុមហ៊ុនជាមួយខ្ញុំដើម្បីរកមើលថាមុខតំណែងមួយណាសមជាមួយលោក បាននៅនាងសុំសាកញ៉ាំមើលទៅខ្ញុំញ៉ាំមុនក៏បានដែរ បើបានបែបនេះរាល់ថ្ងៃច្បាស់ជាល្អណាស់ ឆ្ងាញ់ខ្លាំងណាស់សាកញ៉ាំទៅ សែងយ៉ាងអ្នកនាងសុំបានរៀបចំឲ្យលោកចូលធ្វើការក្នុងផ្នែកលក់នេះជាកន្លែងរបស់លោកអាចអង្គុយបាន បាទអរគុណអ្នកនាងជំនួយការ មិញយូរបួសអញយ៉ាងម៉េចហើយមិនបានសម្រាប់នៅផ្ទះពី3ថ្ងៃទៀតទេ បើខ្ញុំសម្រាប់នៅផ្ទះពី3ថ្ងៃទៀតអញមិនទៅទូរស័ព្ទទៅខ្ញុំរាល់ថ្ងៃហើយទេ និយាយមកធ្វើដូចជាយើងនេះគ្មានបេះដូងអេហើយចុះក្មេងនោះយ៉ាងម៉េចហើយគេលែងរត់ទៅណាឲ្យអញតាមរកទៀតថៃមែនទេ ពិតប្រាកដហើយពេលនេះគេនៅក្នុងផ្ទះរបស់ខ្ញុំហើយគេមើលថែខ្ញុំគ្រប់ពេលព្រឹកឡើងគេថែមទាំងធ្វើអាហារពេលព្រឹកឲ្យទៀតផង ចៅវាយស្រីតើនាងល្ងងឬក៏ធ្វើជាល្ងងទេសុទ្ធជាតិមួយគ្រាប់មានតម្លៃប្រមាណត្រេកអរធ្វើមើលតែបាត់ដុំពេញ ពិតខ្ញុំមិនខ្វះនោះទេ ចាឯងមិនខ្វះលុយទេតែអ្វីដែលខ្វះនោះគឺអាណែ នៅនាងសុំខ្ញុំចង់ទិញខោអាវខ្លះដើម្បីផ្លាស់ប្ដូរ មិនបាច់ទៅទិញនំខាត់ពេលចាំខ្ញុំប្រាប់គេឲ្យទៅទិញឲ្យលោកចុះ កុំអី
ខ្ញុំមិនចង់ប្រើលុយនៅនេះច្រើនពេកទេ ប៉ុណ្ណឹងមិនជ្រុលរំយ៉ាងខ្ញុំទេខ្ញុំមានលុយច្រើនណាស់ខ្ញុំសប្បាយចិត្តនឹងឲ្យលោក ខ្ញុំយល់ហើយប៉ុន្តែខ្ញុំមិនចង់ជំពាក់គុណច្រើនពេក ចុះអ្នកណាប្រាប់ឲ្យសងវិញគ្មានល្ងងនេះគួរឲ្យធុញណាស់លោកមិនចង់ឲ្យមានជំពាក់អីនឹងខ្ញុំសោះមែនទេប្រាប់លោកម្ដងទៀតពេលអញនៅតែពីនេះជាមួយនឹងយើងកុំហៅយើងថាអ្នកនាងឲ្យសោះត្រូវតែហៅខ្ញុំថាមីងយូប៉ុណ្ណោះឬក៏បងមីងយូក៏បានដែរ ដឹងហើយ ចាប់ផ្ដើមហៅខ្ញុំថាបងមីងយូទេ បងស្រីមីងយូ ល្អណាស់ អត់ណែអាក្មេងមកថ្មីឯងមិនចេះគួរសមទេជាមនុស្សបាបសាក៏អាចចូលមកក្រុមហ៊ុននេះបានដែរ ទី1ខ្ញុំថាលោកទេដែលដាក់បុកខ្ញុំមុនទី2លោកទេដែលគ្មាន ទើបតែចូលមកថ្មីហ៊ាននិយាយសម្ដីលោទៀតខ្ញុំទៅជិះពេជ្រឲ្យមកស្រីរបស់ខ្ញុំបាត់ណាឲ្យឯងលួចមែនទេ ខ្ញុំមិនដឹងថាលោកនិយាយពីអីទេហើយខ្ញុំក៏មិនលួចអ្វីដែរ យើងក៏ថាឯងលួចឯងមានចេតនាដាក់មកបុកយើងខ្ញុំសង្ស័យថាឯងបានលួចជិះពេជ្ររបស់ខ្ញុំ សូមបញ្ជាក់ម្ដងទៀតលោកជាអ្នកដាក់បុកខ្ញុំមុនខ្ញុំមិនបានលួច នេះឯងកំពុងប្រាប់ខ្ញុំថាវាជាកំហុសរបស់ខ្ញុំមែនទេចិញ្ចៀនពេជ្រនេះខ្ញុំទិញសម្រាប់សុំស្រីរៀបការចិញ្ចៀនពេជ្រនេះមានទំហំ15ក្រាតហើយខ្ញុំទិញក្នុងតម្លៃ1លានឯណោះ ជឿខ្ញុំទៅពេជ្រនោះមិនមែនទំហំ15ក្រាតដូចគេនិយាយទេខ្ញុំធ្លាប់មើលរូបភាពដែលគេឲ្យមើល បើគេលួចចិញ្ចៀនពេជ្រនោះពិតមែនគេច្បាស់ជាជាប់គុកមិនខាន ខ្ញុំគិតថាសៀងយ៉ាងស្មោះត្រង់ណាស់គេមិនអាចលួចរបស់អ្នកដទៃទេ បើឯងថាមិនបានលួចអញ្ចឹងគេដោះសម្ភារមកពេលឲ្យយើងឆែកឆេរដែរទី មានរឿងអីហ្នឹង នៅនេះសុងនៅនេះជួយរកយុទ្ធធម៌ខ្ញុំផងសាងយ៉ាងគេបានលួចចិញ្ចៀនពេជ្ររបស់ខ្ញុំមានតម្លៃដល់ទៅ1លាន បានលួចមែនឬអត់ ខ្ញុំអត់ទេនៅនេះសុំជឿខ្ញុំឬក៏អត់ ឯងនេះពិតជាហ៊ានណាស់ហ៊ាននិយាយថាមិនបានលួចនៅចំពោះមុខនៅនេះសុងបាយខ្លាំងឲ្យយើងឆែកខ្លួនឯងទៅនៅនេះសុងមនុស្សដូចជាគេនេះមិនអាចឲ្យធ្វើការនៅក្នុងក្រុមហ៊ុនពួកយើងបានទេ អ្នកណាថាខ្ញុំមិនហ៊ាននោះតែត្រូវរៀបការឲ្យប៉ូលីសឲ្យមកស្រាវជ្រាវឆែកឆេរជាមុនសិនថាអ្នកណាគឺជាអ្នកលួច អញ្ចឹងហៅប៉ូលីសមកឲ្យគ្រប់គ្នាទៅឆែកក្នុងបន្ទប់ទទួលភ្ញៀវជាពិសេសត្រូវឆែកលើខ្លួនឯងទៅពីនេះ តើខ្ញុំគួរតែជឿដែរទេថាក្មេងប្រុសស្បែកសម្នាក់នោះមានគំនិតជាចោលបែបនេះហើយមិនដឹងទេមានតែចាំមើលបន្តទៀត ខ្ញុំលើថាគេរៀបមិនទាន់ចាប់ទេមិនដឹងថាអាខ្សែអីទៅបានចូលមកក្រុមហ៊ុននេះបាន នៅនេះសុំគិតមកលើខ្ញុំដូចពួកគេដែរអត់បងស្រីមីងយូបងស្រីមីងយូ មិនបានជាមិនប្រាប់បងនឹងមកយកឯង គ្មានអ្វីទេខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង និយាយថាគ្មានអីទេប៉ុន្តែទឹកមុខឯងមិនចេះច្បាស់ណាស់ គឺខ្ញុំគ្រាន់តែបារម្ភថាខ្ញុំបង្កបញ្ហាអ្វីខ្លះដល់បងទៅបងដឹងថាខ្ញុំទើបតែចូលក្រុមហ៊ុន ក្មេងល្ងងខ្ញុំមានបន្ទោសឯងយ៉ាងណាលើកនេះច្បាស់ហើយលាវយ៉ាងមែនជាអ្នកចោទប្រកាន់ឯងកុំបារម្ភអីបងនឹងចាត់ការឲ្យស័ក្តិសមបំផុត មិនបានជាបងដឹងប៉ូលីសស៊ើបមិនទាន់ដឹងផង បងមិនដែលទុកចិត្តឯងទៅពេលណាសៀងចាងកុំបារម្ភអីដល់រាប់ណាបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបឯងបានទេចំណែករឿងនេះបងនឹងរកយុទ្ធធម៌ឲ្យឯង ឆាប់និយាយមកថាសៀងយ៉ាងពិតជាបានយកពេជ្ររបស់លីយ៉ាពេញដែរ មិន ទេ ច្បាស់គេច្រើនទេខ្ញុំថាគេយកច្បាស់ណាស់មើលតែគេគឺជាមនុស្សក្រីក្រឃើញពេជ្រមិនបានទេច្បាស់ជាមានដៃមានជើងមនុស្សបែបនេះបើធ្វើការជាមួយនឹងពួកយើងរបស់ពួកយើងច្បាស់ជាត្រូវវាលួចយកឲ្យខ្ញុំមិនខានមិនអាចទៅប្រហែលបាននោះទេ ផ្នែកលោកមកខាងណាដែរដែលមើលឃើញថាសៀងយ៉ាងជាអ្នកលួចពេញ ខ្ញុំគ្មានន័យបែបនេះទេប្រហែលជាខ្ញុំនិយាយមិនបានគិតហើយ បើដឹងខ្លួនឆាប់សំទោសគេភ្លាមពីបត់ដែលនិយាយចោទប្រកាន់អ្នកដទៃ សាក់ចាំសុំទោសផងខ្ញុំគ្មានអំណងថាអីទេសុំទោសផងណា គេបានជាសុំទោសទៅហើយបងភ្លេចចោលទៅ ខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែកម្មផ្សាយពីចចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបានខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែកម្មផ្សាយពីចចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបាននេះជាបញ្ហាធំណាស់ហើយខ្ញុំមិនព្រមឲ្យគេរួចខ្លួនស្រួលទេលោកត្រូវតែបដិញ្ញគេចេញខ្ញុំនៅប្រកាសប្រាប់អ្នកក្រុមហ៊ុនទាំងមូលឲ្យយករឿងនេះជាមេរៀនមិនឲ្យយកតម្រាប់តាមទេ តើនេះជាមេដឹកនាំយ៉ាងម៉េចខ្ញុំមកសុំទោសគេហើយអ្វីដែលខ្ញុំនិយាយក៏មិនខុសដែរព្រោះពលីមិនต้องបាននិយាយអ្វីទេបានន័យថាគេខុសពិតមែន ឆាប់សារភាពទៅ ខ្ញុំមិនខុសទេគេលួចពេជ្ររបស់ខ្ញុំពិតមែន ក្នុងវីដេអូបានបញ្ជាក់ហើយឃើញថាលោកចោទប្រកាន់គេទាំងនោះ ខ្ញុំពិតជាឆ្លើយឱកាសពេលដែលគេមិនដឹងខ្លួនខ្ញុំជឿយកពេជ្រដាក់ក្នុងកប៉ាល់គេពិតមែន លោកយកទៅដាក់ក្នុងហបខាងណា សាក់ចាំ ប្រជុំក្រុមហ៊ុនម្សិលមិញខ្ញុំភ័យណាស់គិតថាក្រុមហ៊ុនប្រហែលជាមានការបញ្ឈប់ទៀតហើយតែស្មានមិនដល់ជាការកោតសរសើរសៀងយ៉ាងពិតជាសំណាងណាស់ទីបំផុតអ្នកចោទប្រកាន់ត្រូវទទួលកម្មមិនដែលឃើញអ្នកនាងសុងយកចិត្តទុកដាក់លើបុគ្គលិកបែបនេះទេមែនហើយធម្មតាអ្នកនាងសុងតែងណាស់តែពេលមានរឿងនេះទើបដឹងថាគាត់ស្រឡាញ់បុគ្គលិកគ្រប់គ្នានិយាយអញ្ចឹងថ្ងៃនេះអ្នកនាងសុងមិនទាន់ឃើញចូលមកទេក្នុងកិច្ចប្រជុំម្សិលមិញខ្ញុំមើលទៅមុខគាត់ដូចជាមិនសូវល្អសោះឬមួយក៏គាត់ឈឺទេដឹង នៅនេះសងព្រឹកនេះឲ្យខ្ញុំមកធ្វើការម្នាក់ឯងក៏មិនបាននិយាយពីមូលហេតុអ្វីដែរតែនាងពិតជាឈឺមែនទេឬមួយក៏របួសរបស់នាងចាប់ផ្ដើមធ្វើទុកម្ដងទៀតទៅហើយខ្ញុំពិតជាប្រហែលមែនវាមិនអាចទៅរួចនោះទេ
ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera. Tocopol vitamin E skin care ស្រាលស្រស់ទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ បាយឈឺធ្ងន់ពិតមែនប្រកាសជាប្រាប់ខ្ញុំឲ្យមើលថែហើយហេតុអីក៏លើកនេះស្ងាត់បែបនេះ មិនឆ្ងល់ទេហេតុអីបានជាសុងមិញជូគេមិនព្រមមករកខ្ញុំដោយការពីមុនអាចចាំម៉ាស៊ីននេះនៅមិនទាន់ស្លាប់ទៀតទេការពិតទៅអាចចាំម៉ាស៊ីននេះវារស់នៅជាមួយនឹងសុងមិញជូទីនេះសោះតកូលហ្វូអាចដកដង្ហើមបានដោយសារគ្រួសារសុងដូច្នេះខ្ញុំមិនអាចបោះបង់ឱកាសនេះបានទេ បងស្រីបងកាត់អីមិនបានជាមិនញ៉ាំអាហារពេលព្រឹក បងមិនចង់ញ៉ាំអញមិនបាច់បានពីបងទេ បងស្រីគួរតែញ៉ាំបន្តិចទៅចង់ញ៉ាំអីប្រាប់ខ្ញុំមកចុះ បងឈឺកាពះមិនចង់ញ៉ាំ មានអ្វីកាត់ឡើងកាពះមែនទេតោះទៅមន្ទីរពេទ្យទៅ ក្មេងល្ងងមិញរបស់បងនៅទីនេះទាំងមូលហើយ អូអញ្ចឹងចាំខ្ញុំទៅធ្វើចំហុយស្ករត្នោតទៅចុះ បងមិនញ៉ាំ ញ៉ាំបន្តិចទៅខ្ញុំទៅធ្វើឥឡូវនេះ ពេលនេះអាចធ្វើឲ្យបងបានបន្ទាប់ពីអញចូលរៀនបានអ្នកណាធ្វើសុទ្ធចំហុយថ្នាក់ឲ្យបងញ៉ាំទៀត សុទ្ធចំហុយត្នោតគឺងាយស្រួលណាស់ចាំខ្ញុំមករៀនទៅចុះ តែបងចង់ញ៉ាំស្នាដៃដែលអញចម្អិន អញ្ចឹងចាំពេលខ្ញុំទំនេរខ្ញុំមកធ្វើឲ្យ ចុះបើបងចង់ញ៉ាំវារាល់ថ្ងៃ ខ្ញុំ សៀងចាងអញនៅតែមិនយល់ទៀតមែនទេថាបងស្រឡាញ់ឯង បងពិតជាស្រឡាញ់ខ្ញុំមែន អញទៅការផ្នែកដូចគាត់ចឹងមិញបានជាមើលមិនឃើញពីចិត្តបង ប៉ុន្តែលោកបានប៉ាវជើបាននិយាយថាការបញ្ជាទិញរាប់រយលាននឹងត្រូវដាក់ចេញហើយ អញនិយាយស្អី ប៉ុន្តែ ប៉ុន្តែអញមិននិយាយមកហេតុអីអញមិនគិតថាបងប្រថុយជីវិតជួបគ្រោះថ្នាក់ជួយអញរត់ដងដើម្បីអីខ្ញុំធ្វើបាបអញរត់ថ្ងៃដើម្បីអីខ្ញុំថាអញល្ងងណាស់អញពិតជាល្ងងមែនសៀងចាងអញមានចិត្តស្រឡាញ់បងទេ ហ៎ តែធ្វើជាល្ងងទៀតខ្ញុំបានសួរថាអញមានស្រឡាញ់បងទេមិនបានជាមិនឆ្លើយតាំងពីពេញវ័យមកខ្ញុំមិនដែលខ្វល់នឹងបរិះណាទេ បងស្រីមីយូឈប់យំទៅបានហើយសុងមីយូខ្ញុំប្រាប់ថាខ្ញុំក៏ស្រឡាញ់បងដែរប៉ុន្តែខ្ញុំដឹងថាស្ថានភាពរបស់ខ្ញុំពេលនេះមិនសមជាមួយនឹងបងទេជីវភាពផ្ទាល់ខ្លួនរបស់ខ្ញុំគ្រួសារឪពុកម្ដាយរបស់ខ្ញុំសុទ្ធតែជាអ្នកក្រទាំងអស់ អញកំពុងនិយាយអី ខ្ញុំបាននិយាយថាស្ថានភាពរបស់ខ្ញុំពេលនេះគឺខុសគ្នាឆ្ងាយ អ ណាស់ ត់ទេពេលដែលអញនិយាយមុននោះ ខ្ញុំក៏ស្រឡាញ់បង ខ្ញុំស្ដាប់មិនច្រឡំទេល្អខ្ញុំយល់ហើយ យល់យ៉ាងម៉េចទៅគឺខ្ញុំបាននិយាយថា បើខ្ញុំថាយល់គឺយល់ហើយកុំបារម្ភឆាប់ទៅគេងទៅលើកនេះអញមិនអាចរត់ចេញបានទេ នៅនាងសុងរកខ្ញុំហ៎ ចង់សាក់ទេអារម្មណ៍ដែលខ្លាំងជាច្បាយគេវាចឹងមិន អត់ទេខ្ញុំគ្មានមហិច្ឆតាដល់ម្លឹងទេ បងរាប់13 1 2 អឺ ពិតជាល្អណាស់ពិតជាល្អណាស់ បងស្រីមីយូតើចង់ធ្វើអី មិនធ្វើអីទេគ្រាន់តែចង់ជជែកជាមួយឯង ជប់អត់មានអ្នកណាចូលមកឃើញនោះ អ្នកណាហ៊ានខ្ញុំរបស់ស្បែករបស់គេ តែខ្ញុំគិតថាយើងមិនគួរធ្វើបែបនេះទេចាំទៅផ្ទះវិញទៅ និយាយតាមត្រង់ខ្ញុំពិតជាចូលចិត្តនៅពេលដែលអញអៀនខ្លាំងណាស់អ្នកណាក៏ហ៊ានខ្លាំងម្ល៉េះលោកតាមិនបានជាមកមិនគោះទ្វារមុនអញ្ចឹង តើបាត់គូហើយឯងមិនឆ្លើយតបតាក៏ចូលមកតែម្ដងទៅក្មេងបិដកនេះនេះអាចចូលចិត្តគេមែនទេហើយចាពិតជាចង់មានអាយុ18ឆ្នាំដល់ទៀតដែរកុំរកឃើញឯងខ្វល់ពីបរោះណាស់ណាមើលទៅក្មេងបិដកនេះឯងពេកចិត្តហើយបែបទេ មិនតាន់ដល់ពេលលោកតាទេនៅពេលដែលលោកតាប្រកាសចិនខ្ញុំនឹងនាំគេទៅជួបលោកតាភ្លាម ចាក់ក្បាលខូច នៅនាងសុងពិតជាចង់នាំខ្ញុំទៅជួបលោកតាពិតមែនទេ ចឹងមិញអញទៅតានិយាយថាស្រឡាញ់បងពេលនេះមិនតាន់ទទួលស្គាល់មែនទេ ប៉ុន្តែនៅពេលនេះគឺលឿនខ្លាំងពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួនរួចផងស្ថានភាពរបស់ខ្ញុំពេលនេះមិនអាចប្រៀបផ្ទឹមអ្វីនឹងអ្នកនាងសុងបានទេប្រហែលជាគ្រួសារសុងមិនយល់ព្រមឡើយ កុំបារម្ភលោកតារបស់បងគាត់មិនអីទេអង្គុយចុះទេ ជំរាបសួរលោកតាសុងយាយសុងលោកតាសុងលោកយាយសុង
ខ្ញុំនឹងមិនទាន់ស្គាល់ឈ្មោះឯងនៅឡើយទេឯងមកពីណាដែរ ខ្ញុំឈ្មោះសាយ៉ាងមកពីភៀកខាងជើងនៃទីក្រុងប៉េកាំង ឆ្នាំនេះឯងមានអាយុប្រហែលមើលទៅឯងដូចជាក្មេងណាស់ ខ្ញុំអាយុ21ឆ្នាំបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័ ហើ យ យឯងបានជួបមិញយូរយ៉ាងម៉េច គឺខ្ញុំ ខ្ញុំបានជួបគេតាមផ្លូវពេលនៅគ្រាន់តែឃើញភ្លាមក៏តែទីអារម្មណ៍ខ្ញុំភ្លែនដូច្នេះក៏បន្តធ្វើបាបគាត់ហើយគាត់ថាធ្វើយ៉ាងណាត្រូវតែយកគេមកធ្វើជាស្វាមីខ្ញុំឲ្យបានបើសិនជាមិនព្រមទេខ្ញុំនឹងសម្លាប់គេចោលគ្រួសារយើងមិនប្រកាន់អត្តសញ្ញាណនឹងស្ថានភាពប៉ុន្តែកម្រិតអាយុរវាងពួកឯងទាំងពីរវាដូចជាឆ្ងាយគ្នាបន្តិចហើយ បែរហើយវិញយូរឆ្នាំនេះតើអាចារ្យធ្វើគូកំណត់អាយុ28ឆ្នាំដែរទេ ថាម៉េច28ឆ្នាំអីទៅលោកតាខ្ញុំតែ26ឆ្នាំតែប៉ុណ្ណឹងលោកតាចាស់ហើយតែងភ្លេចភ្លាំងច្រើនកុំនិយាយពាក្យមិនសមហេតុផលចង់សាកមើលដែរទេ ខ្ញុំមិនចេះផឹកទេ មិនចេះផឹងខ្ញុំអាចបង្រៀនលោកបានសាក់បន្តិចទៅរសជាតិល្អណាស់ចាំមិនដែរ វាឈួនបន្តិចហើយ បន្តិចទៀតលេងអីហើយលោកមិនស្វឹងទេមែនទេ ដូចជាអត់ទេនៅនាងសុង លោកមិនខ្មាស់អៀនទេថ្ងៃនេះ នៅនាងសុងទូរស័ព្ទ អាឡូម៉ាមានការអី អាមីងលោកតាឯងប្រាប់ម៉ាក់ថាឯងបាននាំបរិយាវ័យក្មេងម្នាក់ទៅជួបគាត់ពិតដែរទេ ចាំមិនដែរម៉ា ម៉ាក់ចង់ដឹងឯងនិយាយលេងឬមែនប្រាប់ម៉ាក់មក ជាការពិតមិននិយាយលេងទេ ហើយចោះសេងឈីងកាលពី10ឆ្នាំមុនគេបានជួយសង្គ្រោះជីវិតឯងណា ម៉ា6ឆ្នាំមុននេះខ្ញុំមិនអាចជប់ស្វែងរកគេទេតែនៅតែគ្មានដំណឹងគេសោះខ្ញុំគិតថាគេប្រហែលជាស្លាប់បាត់ហើយ ហើយចោះបើគេមិនទាន់ស្លាប់សុកបាយជាលេចមុខមកឯងគិតយ៉ាងម៉េច ម៉ារឿងនោះមិនអាចទេ នៅនាងសុងយ៉ាងម៉េចហើយ សាំងយ៉ាងកាលពី10ឆ្នាំមុនបងបានជួបក្មេងប្រុសម្នាក់ហើយគេជាអ្នកជួយសង្គ្រោះជីវិតបងតាំងពីពេលនោះមកបានទុកពីចការចងចាំអស្ចារ្យបំផុតគេមានស្នាមបេះដូងនៅលើដៃបងបានសន្យាជាមួយគេថា6ឆ្នាំក្រោយបងនឹងត្រឡប់ទៅជួបគេប៉ុន្តែ6ឆ្នាំមុននេះបងរកគេមិនឃើញទេដំរីមួយក៏គ្មានបងសួរក្នុងចិត្តថាគេចាក់ចេញពេលពិភពលោកទៅមិនមករកខ្ញុំមែនទេ ចុះពេលនេះនៅនាងចូលចិត្តគាត់ទេ ពេលនេះបងមានអញហើយអញចូលចិត្តបងទេ តាមពិតទៅខ្ញុំគួរតែអរគុណទើបត្រូវបានសិនជាគាត់មិនបានជួយជីវិតនៅនាងទេពេលនេះខ្ញុំក៏មិនបានជួបដែរដូច្នេះនាងនៅតែស្វែងរ ខ្ញុំ ក បាន គាត់ សម្រេចចិត្តហើយចាប់ពីពេលនេះតទៅខ្ញុំមិនស្វែងរកគាត់ទៀតទេព្រោះចាប់ពី6ឆ្នាំហើយខ្ញុំគិតថាគាត់ប្រហែលជាមិនបង្ហាញខ្លួនឲ្យខ្ញុំឃើញទេ សាំងចាំងថ្ងៃអវសានឯងមកដល់ហើយហៅឡូដាក់ឆ្នាំឲ្យបានខ្ញុំនៅ50មុនយត់ យ៉ាងហោចណាស់ក៏ពីលៀនដែរ បានធ្វើការទៅ ចៃដន្យណាស់បងប្រុស បងស្រីរូហេតុអីបានជានៅទីនេះ ខ្ញុំគ្មានអីត្រូវធ្វើក៏ដើរលេងជាមួយមិត្តភ័ក្តិចៃដន្យក៏លេចឃើញឯងក៏ចូលមកនិយាយលេងបន្តិចទៅឥឡូវនេះវាសមកាលហើយមិនបន្តលេងផ្ទះ បច្ចុប្បន្នខ្ញុំហាត់ការនៅក្រុមហ៊ុន និយាយអញ្ចឹងបន្ទាប់ពីរៀនចំតើមានកម្រងអីបន្តទៀត នៅមិនទាន់ច្បាស់នៅឡើយទេ ឥឡូវនេះយើងជជែកគ្នាបដាតោះផឹកតែចំនួនស្រាលើកៅឡើងនៅពេលខាងមុខបើមានការអីលំបាកអាចប្រាប់ខ្ញុំបានណា ឆ្នាំមានប្រសិទ្ធភាពហើយចាត់ការឆាប់ឡើងទៅ វាយលុយចូលកងខ្ញុំសិន ខ្ញុំទេនេះពាក់កណាទៀតចាំរួចរកការងារ បានមិនចម្លែកទេដែលសងបញ្យូមិនចូលចិត្តលោកព្រោះបើជាខ្ញុំក៏មិនចូលចិត្តលោកដែរ ការងាររបស់នាងត្រូវតែធ្វើឲ្យបានល្អហាមបរាជ័យឲ្យសោះយល់ហើយនៅ ធានាបន្តិចទៀតនឹងមានរឿងល្អមើលមិនខានបន្តិចទៀតនឹងមានរឿងល្អមើលហើយ ឲ្យឆាប់ឡើងឆ្នាំ30ហើយ តើចង់ធ្វើអីកុំមកចិត្តខ្ញុំ ហើយចាបងប្រុសត្រមលោកបានបន្តិចហើយចាំបងស្រីជួយ ចេញទៅកុំមកចិត្តខ្ញុំបើមិនចឹងទេកុំមកទោសខ្ញុំថាឆ្លើយអសោះ និយាយមិនល្អសោះតែមិនខ្វល់ទេ គូរੂចាំដល់ពេលណាទៀតឈប់និយាយអប្រយ័ត្នភ្លាមទៅឆាប់ចាត់ការវាភ្លាមទៅប្រយ័ត្នសុំមីជុំមកអត់ទាន់ធ្វើខូចការងារធំអស់ បងស្រីមី ពូចេញស៊ីលើកមុនចាប់ពង្រត់ស៊ីនចាំងខ្ញុំមិនទាន់ជំរាបបញ្ជីផងឥឡូវនេះហ៊ានមកដាក់ឆ្នាំគេទៀត មិនក្តឹងរឿងលឿនណា មានអ្នកណាទៀតក្រៅពីខ្ញុំជាអ្នករាយការណ៍នោះ នេះហ៊ានក្បត់ជើងផងយើងនឹងសម្លាប់នាង មិនអីទេ ខ្ញុំមិនអីទេទីបំផុតឲ្យនាងមកជួយខ្ញុំ ស្ដាយណាស់ខ្ញុំមកយន្តតិចហើយ នៅនាងសុងពិបាកក្នុងខ្លួនណា ខ្ញុំមកយន្តតិចហើយ នៅនាងសុងពិបាកក្នុងខ្លួនណា គូរូនាងដាក់ឆ្នាំអីឲ្យគេផឹង
ខ្ញុំដាក់ឲ្យគាត់តែបន្តិចទេអ្នកណាទៅដឹងថាឆ្នាំនេះវាខ្លាំងដល់ម្លឹង សេងយ៉ាងចាំតែល្អណាស់ អ្នកនាងសុំខ្ញុំđãខុសហើយ ដឹងខុសនៅពេលនេះយឺតពេលហើយឆាប់យកគេទៅដាក់ថ្នាំដែលនៅសល់ឲ្យគេផឹងលើពីនេះទៀតជូនដំណឹងទៅក្រុមហ៊ុនផ្ដាច់អាជីវកម្មគ្រប់យ៉ាងជាមួយគ្រួសារហ្វូនឹងនៅទីនេះធ្វើស្អីទៀតឬចង់ឃើញសកម្មភាពយើងទាំងពីរ ទេគឺខ្ញុំកំពុងទៅហើយ ចង់ធ្វើទៀតហើយ ស្លាកស្នាមនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច ចង់ធ្វើទៀតហើយ ស្លាកស្នាមនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច វាមានរហូតមកទេប៉ុន្តែធម្មតាវាមិនលេចឡើងទេតាមសម្គាល់រាល់ពេលដែលខ្ញុំមានអារម្មណ៍ល្អ ឈីសេងក៏មានស្នាមកំណត់នេះដែរលោកគឺឈីសេងមែនទេ ប៉ុន្តែខ្ញុំមិនចាំថាបានសង្គ្រោះនាងទេហើយក៏មិនមានអ្វីពិសេសដូចដែលនាងនិយាយ លោក ដែរ បាត់ការចង់ចាំមែនទេចុះអនុស្សាវរីយ៍កាលពីក្មេងវិញ រឿងពីកុមារភាពរបស់ខ្ញុំមិនអាចចាំទេខ្ញុំចាំបានតែទីកន្លែងរស់នៅតែប៉ុណ្ណោះកាលនោះគឺខ្ញុំបាននៅកន្លែងមួយជីវភាពលោកតារបស់ខ្ញុំនិងលោកយាយនៅភូមិថាគូអឺ ភូមិអាំទៅហើយក្មេងប្រុសឈីសេងមកពីភូមិអាំលោកគឺឈីសេងលោកគឺឈីសេង ប៉ុន្តែខ្ញុំមិនចាំទេ ខ្ញុំប្រកាសចិនលោកគឺឈីសេងមិនថាលោកជាអ្នកណាទេខ្ញុំស្រឡាញ់លោកទាំងអស់ សងមិញយូខ្ញុំក៏ស្រឡាញ់នាងដែររឿងប្រុសក្មេងកំពូលស្នេហ៍ចប់ដោយបរិបូរណ៍